នេះផ្នែកវិទ្យាកម្ពុជាប្រចាំប្រទេសចិនដ៏មានទេពកោសល្យល្បីក្មេងលីនហ្វឹងបានឈ្នះដ៏ជោគជ័យនៅកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៃវិទ្យាសាស្ត្រនិងធ្វើការប្រកួតរង្វាន់នៅសាលអន្តរជាតិទួយឯកតោះទៅបានទាំងអស់គ្នាគ្រូពេទ្យទេវតាលីនពិធីប្រកួតរង្វាន់ចាប់ផ្ដើមហើយលោកត្រូវត្រៀមខ្លួនឡើងវេទិកាលោកគ្រូពេទ្យទេវតាលីនព័ត៌មានទាន់ហេតុការណ៍គ្រូពេទ្យទេវតាលីនឆាត់ខ្លួនទៅមួយហើយទាំងអស់ជំនួយការបានតាមរកជាច្រើនថ្ងៃហើយនៅទីក្រុងអមរយតើគ្រូពេទ្យទេវតាគាត់ទៅណាគាត់បាត់ខ្លួនតែគាត់កំពុងរៀបក្រដៅជីវិតនៅថាស្លាប់របស់គាត់នៅតែជាអាកំបាំងដដែលទៀនហានលោកកំពុងមើលអីហ្នឹងខ្ញុំចាប់បានច្រើនដងហើយដល់ពេលប្រធានហានបានកាត់ផ្លូវនេះលោកតែងតែលុបមើលរហូតលោកត្រឹមជាអ្នកថែទាំអ្នកជំងឺប៉ុណ្ណោះមិនសមគិតអីលើប្រធានហានទេលោកឯងនេះពិតជាតង្កែចង់ស៊ីសាច់កញ្ញាស៊ូមែនប្រធានហានគឺជាកូនស្រីរបស់ប្រធានមន្ត្រីពេទ្យលោកឯងសម្បត្តិអីទៅលួចពេញចិត្តគាត់នោះតាមតែប្រធានហានឲ្យការងារថែទាំអ្នកជំងឺជាកូនបោះណាស់ទៅហើយសម្អាងអីមកត្រឹមសញ្ញាបាត់លោកនឹងយំចូលមន្ត្រីពេទ្យយើងបានដែរហ៎អាយដលរបស់ប្រធានហានគឺគ្រូពេទ្យទេវតាដែលគ្មានគូព្រៀបលីនហ្វឹងដែលជាសង្គ្រោះជីវិតរបស់មនុស្សគាត់មិនមើលឃើញអ្នកថែទាំអ្នកជំងឺថ្នាក់ទៀតនឹងចិត្តឡើងឆាប់ឡើងតែទៅខាងធានឈីចាបានមើលសន្លប់ផតដង្ហើមចំណែកជាចោលធម្មតារៀបចំសម្រាប់ស៊ីចារៀបចំឧបករណ៍សង្គ្រោះបេះដូងស៊ីលីងសរសៃឈាម10សេរ៉ូនឹងរៀបចំសម្រាប់ឧបករណ៍សង្គ្រោះបេះដូងមិនទាន់នៅកន្លែងពីជាចង្វាក់បេះដូងបានសង្កត់តាមទ្រុងចុងភ្លាម100ទៅ120ដងក្នុង1វិនាទីឆាប់ទៅលីនហ្វឹងមកលីនហ្វឹងប្រធានហានហើយលោកឆាប់តាមខ្ញុំមកប្រធានហានហើយលីនហ្វឹងអ្នកថែទាំអ្នកជំងឺម្នាក់នឹងទៅរួចដែរចៅស្រីមហាសទ្ធិសូមចឹងជួបគ្រូថ្នាក់ចរាចរណ៍នាងពេលមកពីមន្ទីរពេទ្យលីវជាងសភាពរបួសធ្ងន់ធ្ងរណាស់ពេលនេះត្រូវការមនុស្សជាបន្តដើម្បីជួយប្រធានហានចៅស្រីមហាសទ្ធិពេលពីមន្ទីរពេទ្យលីវជាងហើយនៅមិនខានចង់តាលីនហ្វឹងតាមជាអ្នកថែទាំអ្នកជំងឺម្នាក់សោះជួយឲ្យប្រធានហានបានទៅលោកផ្នែកសង្គ្រោះបន្ទាន់ពីមនុស្សទេលីនហ្វឹងស្ទាត់ជំនាញខាងបញ្ឈប់ឈាមអញ្ចឹងប្រធានហានត្រូវការទេលីនហ្វឹងយកពេញទៅច្រើនទេឆាប់តាមខ្ញុំមកស្ទាត់ជំនាញបញ្ឈប់ឈាមស្អីតាទៅរួចដែរហើយនេះលីនហ្វឹងអ្នករំបងតាប្រធានហានលីនហ្វឹងមកដល់ហើយនេះកាយជាអ្នកមើលថែជំងឺសំអុយដែលចិញ្ចាស់នាំមកមន្ទីរពេទ្យចាចិញ្ចាស់នាងហៅមនុស្សខុសទៀតហ្នឹងហេតុអីក៏ហៅអ្នកមើលថែជំងឺមកអញ្ចឹងគេជួយស្អីបានទៅទូលីនហ្វឹងអ្នកថែទាំអ្នកជំងឺតែខ្ញុំធ្លាប់ឃើញទេបញ្ឈប់ការហូរឈាមបានល្អណាស់បច្ចេកទេសបញ្ឈប់ឈាមល្អអញ្ចឹងពីគាត់ប្រធានហានសម្ពាធឈាមអ្នកជំងឺធ្លាក់ចុះហើយលីនហ្វឹងជួយប្រធានរងនេះទៅមុខរបួសសិនតាបានមិនបាច់ទេគ្រាន់តែជាអ្នកមើលថែជំងឺសោះគេចេះស្អីទៅនាំតែទៅដៃទៅជើងគេជើងធ្វើខ្លួនឯងវិញជប់សិនរបស់ខ្ញុំមិនត្រឹមត្រូវទេខ្ញុំជាគ្រូពេទ្យច្បងខ្ញុំជាបាជំងឺច្រើនជាងឯងទៅទៀតខ្ញុំកំពុងតែជួយសង្គ្រោះនាងដើម្បីអ្នកជំងឺពេញវ័យលោកធ្វើបាននេះគឺត្រឹមត្រូវហើយតែនេះអ្នកជំងឺនៅក្មេងលោកសង្កត់នៅតំបន់នេះហាក់បីដូចជាសង្កត់កំពង់ករបស់នាងអញ្ចឹងបើលោកនៅតែសង្កត់ទៀតនាងនឹងធម្មតាស្លាប់ជាមិនខានទេស្ដាប់ការដកដង្ហើមបានវិញហើយសម្ពាធឈាមក៏ស្ដាប់បានវិញដែរលីនហ្វឹងត្រៀមធ្វើការពិសាជាមួយពួកយើងទៅលៀនហ្វឹងហើយត្រឹមតែជាអ្នកមើលថែជំងឺតែប៉ុណ្ណោះបើចាត់អត្តសញ្ញាណខ្លួនឯងផងទៅនៅក្នុងបន្ទប់វគ្គការគ្រប់យ៉ាងត្រូវធ្វើដោយគ្រូពេទ្យវគ្គការឯងមិនអាចចម្លែកបានឡើយជំនាញបានបាក់នៅមានបំណែកកញ្ចក់ជាច្រើនក្នុងខ្លួនជីវការរងរបួសផ្សេងទៀតត្រូវចាំបាច់យកបំណែកកញ្ចក់ចេញយើងត្រូវប្រយ័ត្នឲ្យខ្លាំងពេលវះនៅលើមុខរបួសប្រើកម្លាំងខ្លាំងពេកវាអាចបណ្ដាលឲ្យហូរឈាមកាន់តែខ្លាំងដែរចាស់ហើយពេលដកកញ្ចក់ចេញត្រូវតែមើលមុខរបួសក្នុងករណីនេះត្រូវតែមានពេទ្យជំនាញវិជ្ជាជីវៈប៉ុណ្ណោះដែលអាចយកចេញបានបើប្រហែលបន្តិចបំណែកកញ្ចក់នឹងចូលទៅដល់ឈាមហើយហូរទៅដល់បេះដូងបង្កគ្រោះថ្នាក់ដល់មុខរបួសហើយដល់ពេលយកចំណែកកញ្ចក់ចេញហើយបន្តទៀតមិនក៏លីនហ្វឹងថ្នាក់នឹងវះកាត់ម្លេះឬក៏គេអាចធ្វើការវះកាត់បានដែរសុខចិត្តអុកស៊ីហ្សែនចាអ្នកជំងឺបាត់បង់ឈាមច្រើនត្រូវការអុកស៊ីហ្សែនរៀបចំបញ្ចូលឈាមយ៉ាងនឹងថាទៅលោកមិនធ្វើតាមការណែនាំធ្វើទាំងងងឹតបានធ្វើឲ្យអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរនៅមិនឆាប់ជួយសង្គ្រោះទៀតណែលោកធ្វើស្អីណែលោកធ្វើស្អីអ្នកជំងឺបាត់បង់ឈាមច្រើនដោយសារតែស្ពាននៅក្បែរប្រហោងធ្មេញការវះកាត់ត្រូវតែធ្វើភ្លាមដើម្បីបង្ហូរឧស្ម័ននៅក្នុងប្រហោងធ្មេញហើយនិយាយឡប់ស្អីមិនក៏យើងមិនឃើញដូចឯងនិយាយសម្ពាធទីធ្វើផលអវលរបស់អ្នកជំងឺត្រូវការឡើងបើទោះជាមានបញ្ហាពិតក៏ដោយក៏ត្រូវចាត់ការដោយពួកយើងឬក៏ក្រោមការបញ្ជាអ្នកជំនាញដូចជាមួយយើងដែរឯងគិតថាឯងជានរណាឯងជាអ្នកវះកាត់ទៅទេប្រធានហានបេះដូងអ្នកជំងឺនៅលោកហើយសម្ពាធធ្វើអារម្មណ៍អ្នកជំងឺលោកខ្ពស់ព្រៀងការកាត់ភ្លាមមានសៅជាតិចៅស្រីរបស់ខ្ញុំបានផ្ទេមកមន្ទីរពេទ្យលីវជាងមន្ទីរពេទ្យរបស់លោកជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំហើយត្រូវតែជួយចៅស្រីខ្ញុំឲ្យបានបើមិនចាំមិនបាច់ធ្វើប្រធានលោកចាក់តងទុកចិត្តចោះកូនស្រីរបស់ខ្ញុំគឺជាពេទ្យដែលមានជំនាញខាងសង្គ្រោះបន្ទាន់ចៅស្រីរបស់លោកប្រកាសជាមិនគ្រោះថ្នាក់ដល់ជីវិតទេពីបោះហើយស្ថានភាពផ្ទៃផ្ទៃណានឹងពេទ្យដែលជំនាញសង្គ្រោះបន្ទាន់នោះអាចជួយជីវិតចៅស្រីពីគ្រោះថ្នាក់នេះបានអីហាក់សាជាតិលោកដើម្បីយកប្រវត្តិរូបកូនដែលមិនឆ្លាញ់អាយុជីវិតអ្នកជំងឺសោះលក្ខណៈនេះលោកសំជាអ្នកគ្រប់គ្រងពេទ្យទេចាទៀតលោកមកទីនេះធ្វើនៅឋានៈខ្ញុំជាអនុប្រធានពេទ្យទាំងមូលបើហើយថាខ្ញុំមកទីនេះដើម្បីព្យាបាលហានសានឈៀនលោកអាត្មានិយមណាស់ដើម្បីយកកូនរបស់ខ្លួនឯងមកវះកាត់នៅមន្ទីរពេទ្យនេះបានទុកជីវិតអ្នកជំងឺដូចជាការសំណល់អញ្ចឹងលោកថាម៉េចខ្ញុំអាត្មានិយមស្អីគេនេះគឺជាស្ថានភាពបណ្ដោះអាសន្នឈិនចានេះមានសមត្ថភាពវះកាត់អញ្ចឹងហើយបានចិត្តខ្ញុំមកនេះចូលមកវះកាត់នៅស្ថានភាពបណ្ដោះអាសន្នលោកប្រកាសទេថាកូនស្រីលោកមានសមត្ថភាពជប់តែគេទៅពេលនេះស្ថានភាពរបស់ក្មេងសំខាន់បំផុតទុកឲ្យខ្ញុំចូលពីនៅស្ថានភាពសិនចុះទ
ភាពដែលពួកគេកំពុងតែវាក់កាត់នេះក្រៅតែពីពេទ្យទេវតាគឺគ្មាននរណាម្នាក់អាចធ្វើបានជោគជ័យទេលោកប្រធានពេទ្យចង់លោកគឺជាប្រិទ្ធបរិបទនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិដូច្នេះប្រកាសណាស់លោកនឹងស្គាល់ពេទ្យទេវតាលីនឲ្យគាត់ជួយចៅស្រីខ្ញុំផងខ្ញុំគ្រាន់តែថាមាននឹងបានជួបលោកគ្រូពេទ្យលីនតែបានទទួលរង្វាន់នោះហើយក៏អាចប្រហែលជាស្គាល់គ្រូពេទ្យទេវតាលីនដែរប្រសិនបើគាត់មិនបានបាត់ខ្លួនឲ្យគ្មានដំណឹងនោះសម្ពាធឈាមឡើងខ្ពស់អុកស៊ីហ្សែនក្នុងឈាមឡើងដល់ទីស្ដាប់បានកាត់អត់ដង្ហើមពេញខាងសម្ពាធអេផរ៉ុលក៏ស្ដារឡើងវិញបានដែរព្រីមដីហើយកាន់តាមសម្ពាធអេផរ៉ុលអត់ចុះលៀនហ្វាំងលោកចេញខាងជាមួយខ្ញុំមកផ្លែលៀនហ្វាំងពីមុនធ្លាប់ធ្វើការវេះកាត់ដែរមែនចង់ថ្ងៃនេះលោកធ្វើបានល្អណាស់ខ្ញុំមានបំណងចង់ប្រម៉ូទឲ្យលោកធ្វើជាជំនួយការខ្ញុំចឹងមិនដែរបានទេគេត្រឹមតែជាអ្នកមើលថែជំនួយតូចតាចបើប្រម៉ូទគេឡើងមិនអាចឲ្យគេឡើងតួនាទីជាជំនួយការប្រធានបានដែរខ្លួនគេបាននេះមិនខ្លាចអ្នកដទៃគេទៅតមិនពេញចិត្តទេហើយស្អីគេអ្នកមើលថែជំនួយសោះឡើងជាជំនួយការប្រធានទៅហើយមានរឿងប្រហែលអត់បានការចឹងទៀតប្រធានហាននេះកូនស្រីរបស់លោកពិតជាមានសមត្ថភាពគ្រប់គ្រាន់ទេនឹងខ្ញុំសូមឲ្យលីនហ្វាំងធ្វើជំនួយការខ្ញុំមិនមែនគ្មានមូលហេតុទេខ្ញុំគិតថាគេពិតជាមានសមត្ថភាពមានសមត្ថភាពគ្រាន់តែជាអ្នកមើលថែជំនួយគ្មានដឹងខ្យល់អីផងនឹងក៏អាចឡើងតំណែងជាជំនួយការប្រធានទៅហើយលោកម្ចាស់មើលចោះអញ្ចឹងសមត្ថភាពលោកប្រធានហានវិញនោះក៏រត់តែធម្មតាទៅហើយប្រធានហានអ្នកមើលថែជំនួយម្នាក់មកធ្វើជំនួយការនេះស្ដែងប្រាប់ថានាងទុកសមត្ថភាពគ្រោះថ្នាក់ចៅខ្ញុំជាបៃលុកបៃឡសំណាងហើយលើកនេះមិនមានបញ្ហាអីនោះបើមានបញ្ហាអីខ្ញុំនឹងឲ្យនាងទទួលខុសត្រូវប្រធានហានខ្ញុំទើបតែនឹកឃើញថាអេឡិចត្រូតបេះដូងរបស់អ្នកជំងឺខូវីដធម្មតាដូច្នេះត្រូវតែអេកូមើលសិនលោកម្ចាស់សូមកុំទៅស្ដាប់វាអីស្ថានភាពបេះដូងចៅស្រីរបស់លោកម្ចាស់គឺធម្មតាទាំងអស់មិនចាំបាច់ទៅពិនិត្យអេកូទេហើយនឹងមែនទេឈ្មោះលៀនហ្វឹងនឹងមិនក៏ឯងហ៊ានដាក់បណ្ដាសាចៅខ្ញុំអត់មានដាក់បណ្ដាសាយទេខ្ញុំគ្រាន់តែចង់បញ្ជាក់ការពិតតែប៉ុណ្ណោះនៅហ៊ានបន្តមកទៀតសន្តិសុខអូក្បាលគេចេញទៅលោកម្ចាស់សូមមិនខានលោកបារម្ភប៉ុណ្ណាទេលោកក៏ត្រូវរងចាំរហូតមានរបាយការណ៍ចេញមកដែរហេតុអីក៏យើងមិនធ្វើការសាកពិនិត្យអេកូសាកមើលទៅបើសិនមានអីខុសប្រក្រតីយើងអាចបញ្ឈប់តាន់ពេលហើយបើគ្មានអ្វីខុសទេក៏មិនប៉ះពាល់ដល់អ្នកជំងឺដែរនេះខ្ញុំព្យាបាលអ្នកជំងឺមកច្រើនអ្នកហើយឬក៏គិតថាខ្ញុំមិនស្មើនឹងអ្នកមើលថែជំងឺម្នាក់នេះមិនហើយសប្បុរសលោកចៅធានគឺជាអ្នកដឹកនាំនៅកម្មវិធីពេទ្យយើងកុំបង្ហាញពេលជាមួយអ្នកមើលថែជំងឺតូចតាចហើយមិនស្ដាប់បង្គាប់គាត់សម្ពាធបេះដូងអ្នកជំងឺមានច្បាស់ស្របគ្នាប៉ុន្តែទំហំកំពុងថយចុះបេះដូងនេះកំពុងតែខុសពីធម្មតាលៀនហ្វឹងឯងត្រឹមតែជាអ្នកមើលថែជំងឺប៉ុណ្ណោះហើយឯងចូលបន្ទប់វះកាត់សំណាងឯងនៅតែហើយងើបមកទីនេះនិយាយប្រេះផ្ដាស់ស្អីទៀតសន្តិសុខឆាប់អូខេចេញទៅអ្នកណាហ៊ានចាប់ហ៊ានគ្រាន់តែធ្វើតែអ្នកជំងឺបន្ថែមទៀតសោះអីក៏ធ្ងន់ក៏ម្លេះមិនបានលោកវិនិច្ឆ័យថាលៀនហ្វាំងនិយាយគឺជារឿងខុសឬលោកខ្លាចថាខ្លួនឯងវិនិច្ឆ័យខុសហើយខ្លាចខ្មាស់គេតែមែនទេខ្លាចខ្មាស់គេធានហានលើតែយើងដើរតម្រង់បានមកដល់សប្តាហ៍នេះមិនដែលមានម្ដងណាធ្លាប់ថោកទេរឿងតែខ្លាចខ្មាស់គេខ្ញុំនេះមិនដែលគិតបន្តិចខ្លួនមកឆ្លោះជាមួយនឹងអ្នកមើលថែជំងឺនេះដែរបើចង់ធ្វើការពិនិត្យមើលណាស់បានតើបើពិនិត្យទៅគ្មានបញ្ហាអីនឹងគួរធ្វើយ៉ាងម៉េចបើថាគ្មានបញ្ហាអីនោះទេខ្ញុំស្ម័គ្រចិត្តលាឈប់ពីមុខតំណែងណាជីយ៉ាល្អតើពេលនេះលោកម្ចាស់សូមនៅទីនេះធ្វើជាសាស័យស្រាប់បើសិនជាចាញ់កុំបន្ទោសថាយើងធ្វើបាបអ្នកចំនួនក្រោយឲ្យសោះជីយ៉ាកូនលេងជ្រុលពីហើយខ្ញុំជឿជាក់លើលីនហ្វាំងលីអ៊ីនចាប់បន្ទប់វះកាត់ពិនិត្យមើលចាំមើលពេលដែលយើងឲ្យហានឈិនជិនចេញទៅបាត់តើអ្នកណាអាចបញ្ចេញតំណែងហានសានឈិនពីយើងបានចាំមើលពេលដែលយើងឲ្យហានឈិនជិនចេញទៅបាត់តើអ្នកណាអាចបញ្ចេញតំណែងហានសានឈិនពីយើងបានលោកគឺលោកគឺចាំមិនដល់ទៅពីណាគេក៏បានបង្ហាញថាអ្វីគឺប្រកបទាំងអស់មិនយ៉ាងណាបែបហ្នឹងទៅឬមួយខ្ញុំពិតជាមើលមនុស្សខំមែនប្រធានហានដល់ពេលដែលនាងបញ្ញាប់លៀនលែងពីតំណែងនេះហើយជីយ៉ាហើយនេះមិនឥឡូវកូនគួរធ្វើយ៉ាងម៉េចគឺមកពីឯងបើមិនដោយសារឯងសប្អូនក៏មិនលៀនលែងពីតំណែងដែរលៀនហ្វឹងឯងដឹងទេដោយសារតែឯងយើងលះបង់សំខាន់នៅក្នុងជីវិតអូនរបស់យើងត្រូវបាត់បង់អាជីពពេទ្យ20ឆ្នាំលះបង់មហិច្ឆតាចង់ធ្វើជាគ្រូពេទ្យតែបកាយដូចជាគ្រូពេទ្យទេវតាលីគ្រប់យ៉ាងមិនត្រឹមតែបាត់បង់អាជីពតែនេះស្រឡាញ់អនាគតឬស្វានេះក៏ខ្ទេចអូខេសិស្សបងអនាគតនៃអាជីពការងារខ្ញុំមិនសំខាន់អីដល់ថ្នាក់នេះទេអស់តែអ្នកជំងឺមានសុខភាពល្អទៅគឺបានហើយឯងធ្វើនេះសំតម្លៃដែរអីរៀបចំវះកាត់ជាមិនទាន់ល្មមបានហើយលៀនហ្វឹងមកដល់ពេលនេះហើយឯងចង់អួតទៀតអីលៀនហ្វឹងឯងចង់បានតំណែងឡើងឈួតទៅហើយលទ្ធផលបានចេញច្បាស់យ៉ាងនេះឯងនឹងវាស្អីឯងពូកែជាម៉ាស៊ីនទៀតមែនទេខ្ញុំមិនព្រមចៅធានមន្ទីរពេទ្យរបស់លោកចេះតែអនុញ្ញាតឲ្យអ្នកមើលថែជំងឺធ្វើតាមអំពើចិត្តគ្រួសារសូមយើងមិនលេងសើចទេយើងនឹងយកចៅយើងទៅពេទ្យលោកមិនចាំបើសិនជាលោកមិនចង់ឲ្យចៅរបស់លោកមានរឿងអីនោះខ្ញុំសូមបោះស្ដាប់ខ្ញុំទៅហើយពីបងហើយអ្នកជំងឺសាតែមានបញ្ហាភ្លាមៗថាធ្វើសុខភាពលោកស្អាតហើយក្រៃលទ្ធផលពិនិត្យបានចេញមកតើមិនក៏មានបញ្ហាស្អីរឿងទៅវិញត្រៀមវះកាត់ខ្ញុំទៅចាលឿនឡើងណាពួកឯងមិនអាចទេណាមានរឿងស្អីឲ្យប្រកាសទៅក្រែងលោកថាចៅស្រីរបស់ខ្ញុំរត់ផុតពីគ្រោះថ្នាក់ហើយមិនបានទៅជាបញ្ហាសេរីរឿងឡើងវិញចឹងពេលនេះខ្ញុំក៏មិនដឹងអីដែរពេលនេះតតែខ្ញុំជំនាញក្បត់វះកាត់ប្រធានហានអនុធានលីងជាកូនក្បត់ចាំជួយខ្ញុំតាណូហេខែគឺជាប្រភេទសាប៊ូកាត់សក់ឯកទេសព្យាបាលសរសៃសក់ខូចយ៉ាងមានប្រសិទ្ធភាពសម្រាប់បងប្អូនដែលមានបញ្ហាសក់ខូចសក់ជ្រុះសក់បៃចុងសក់សំពងសូមជ្រើសប្រើជាមួយឡាណូហេខែបងប្អូនប្រើត្រឹមតែលើកទី1នឹងទទួលបានសក់ទន់រលាស់ក្លិនក្រអូបអាហារនិងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងសាប៊ូកាត់សក់ឡាណូអ្នកឯកទេសថែរក្សាសរសៃសក់ល្អបំផុតដែលលោកអ្នកនឹកស្មានមិនដល់
ចាំប្រកាសនេះក៏បានចាំមិនមែនឯងសម្រាប់ទីត្រូវម្ដងនឹងក៏មកធ្វើកៅអឺកន្ទមបានទៀតយើងប្រាប់ឯងបន្ទប់វាកាត់មិនមែនជាកន្លែងលេងបន្លឡើងធ្វើជាគ្រប់ផែនមេកំបិតឯងមិនសមឡើយថាជាចេញទៅទុកឲ្យយើងជាអ្នកធ្វើការចេញលោកធ្វើបានទេមិនក៏ខ្ញុំមិនអាចនៅទីនេះមានឈិញយ៉ាតែមុនហើយមិនមែនជាពេលឯងមិនធ្វើមេកំបិតថាទៅខ្ញុំមិនដឹងថាគូព្យាបាលបែបណាដែរម្យ៉ាងការទៅកាត់លើកមុននោះលៀនផងជាអ្នកធ្វើហើយគេក៏ជាអ្នកវិនិច្ឆ័យរកសញ្ញាបានត្រូវទីសាប់អូនវាចេះតែទីស្មានត្រូវទេពីមុនពួកយើងជឿជាក់លើម៉ាស៊ីនឧបករណ៍ខាងទេគិតមានស្ថានភាពដូចជាឥឡូវនេះសូម្បីតែម៉ាស៊ីនក៏មិនអាចវិនិច្ឆ័យបានដែរតែលៀនផងគេអាចរកឃើញបញ្ហានេះឡើងលៀនផងចាប់ព្រមជឿជាក់លើលោកម្ដងទីសហការពេញទំហឹងចាប់តាមវាកាត់ទៅដងទៀតកន្ត្រៃកាត់សម្ពាធឈាមកើនឡើងអុកស៊ីសែនក្នុងបញ្ចូលឈាមបង្កើនឈាមរត់ពេញរាងកាយកុំហាប់អុកស៊ីសែនក្នុងឈាម56 57 58លៀនផងខ្ញុំមើលលោកមិនខកទេលោកពិតជាមានសមត្ថភាពណាស់លៀនផងឯងត្រូវតែកាត់ឲ្យបានល្អបើនាំទុកដល់ឈិញយ៉ាងនោះយើងមិនដឹកលែងឲ្យឯងអស់មួយជីវិតឥឡូវនេះពិតជាមានសមត្ថភាពមិនធម្មតាមែនវាអាចមើលឃើញបញ្ហាដែលកើតឡើងបានបើទោះជាវាមើលឃើញបានមែនក៏ដោយក៏វាចាំទោះបីជាមើលឃើញវិនិច្ឆ័យហ្នឹងក៏មិនប្រកាសថាអាចជាបានដែរចាំមើលពេលដែលវាវះកាត់ចៅស្រីរបស់លោកម្ចាស់សងស្លាប់ហើយតំណែងជាប្រធាននៅតែជារបស់ជាងចៅធានតើពួកគេអាចសង្គ្រោះចៅរបស់យើងបានទេនិយាយភ្លាមមកចៅស្រីខ្ញុំមិនអាចមានរឿងអ្វីដាច់ខាតពិបាកដាស់លោកម្ចាស់សងអើយឥឡូវចង្រៃនោះវាត្រឹមតែជាអ្នកមើលថែជំងឺវាមានសំណាងទីត្រូវអាការៈចៅស្រីលោកតែប៉ុណ្ណោះវាមិនអាចវះកាត់បានឡើយជីវិតរបស់ចៅស្រីលោកគឺមិនអាចធានាបានទេដល់មិនអាចធានាហើយទៅក្រែងលោកជាអនុប្រធានពេទ្យទាំងមូលអីមិនឆាប់ទៅបណ្ដេញពួកគេចេញមកហើយលោកទៅជួយសង្គ្រោះចៅរបស់យើងលោកចាស់សងលោកមិនដឹងទេអាការៈបេះដូងរើឡើងវិញពេលវេលាជួយសង្គ្រោះគឺខ្លីណាស់ថែមទាំងពេលនេះពួកវាបង្ហាញពេលវេលាទៀតទោះបីជាខ្ញុំក៏មិនអាចស្ដារស្ថានភាពនោះត្រឡប់មកវិញបានដែរលោកម្ចាស់សងលោកប្រធានពេទ្យចៅនេះពិតជាគ្មានវិធីអីផ្សេងមែនទេការពិតដូចកៅធានលើកឡើងមុននេះអញ្ចឹងការវះកាត់បេះដូងប្រភេទបែបនេះក្រៅពីពេទ្យទេវតាលីងខ្ញុំមិនដែលឃើញគ្រូពេទ្យណាធ្វើបានជោគជ័យនោះឡើយស្ថានភាពធ្ងន់ធ្ងររបស់ចៅស្រីរបស់លោកនៅពេលនេះខ្ញុំខ្លាចតែគ្រោះច្រើនជាងលៀបលោកម្ចាស់សងបើចាំបន្ទោត្រូវបន្ទោប្រធានហានហើយនឹងអាអ្នកមើលថែជំងឺសំអុយនោះតែយកមកបាត់នៅចំពោះមុខលោកបង្ខំពេលវេលាអត់ប្រយោជន៍មិនក៏ទៅជាចឹងក៏ចៅស្រីខ្ញុំត្រូវកំណត់ឲ្យស្លាប់នៅក្នុងថ្ងៃនេះឈិញយ៉ាទាំងអស់គឺជាកំហុសរបស់នាងបើនាងមិនចេះអនុម័តធ្វើទេអ្នកជំងឺក៏មិនខ្លាចទៅជាបែបនេះដែរកៅអាននាងក៏ត្រាស់អស់ហើយដែរទេថាគ្រូពេទ្យតែមានគុណសម្បត្តិអាក្រក់បំផុតខ្វះសិលធម៌វិជ្ជាជីវៈម្នាក់នេះទម្លាក់ផុតទៅខាងក្រៅឲ្យគេដឹងទៅតែខានមិនឲ្យគេឈ្មោះក្រក់នេះប៉ះពាល់ដល់ពេទ្យខ្ញុំចៅទុកចិត្តចោះក្នុងនាមជាប្រធានផ្សព្វផ្សាយខ្ញុំបានតាត់ត្រានៅប្រតិបត្តិការពីកាត់ទាំងនោះហើយចង់ខកផ្សព្វផ្សាយពីពួកគេពេលណាក៏បានដែរល្អការវះកាត់បានជោគជ័យហើយឯងថាម៉េចឯងចង់និយាយថាការវះកាត់បានជោគជ័យឬក៏ការពិតថាអ្នកថែជំងឺជាអ្នកវះកាត់មែនការតស៊ូរបស់លីយ៉ាំខកបំណងមែនចាការវះកាត់ទាំងមូលជោគជ័យទាំងស្រុងរងចាំខាងគីលីនុកខាយការចុះទឹកពិនិត្យទីប៉ុណ្ណោះប៉ុន្តែអ្នកជំងឺទៅវះកាត់ខ្លួនរអញ្ចឹងសភាពនឹកសៅណាស់អ្នកទាំងអស់គ្នាគួរតែស្ដាប់ស្ដាប់ក៏រំខានដល់គេឯងពិតមែនអីតែកាត់ជាមិនអាចហើយពេលវេលាខ្លីបន្តិចមិនបានកន្លះម៉ោងផងមិនក៏វះកាត់បានជោគជ័យច្បាស់ណាស់អ្នកជំងឺប្រកាសជាស្លាប់នៅលើក្រែវះកាត់បាត់ហើយគេមិនដឹងលោកចៅមានន័យថាម៉េចឬមួយក៏លោកបានឲ្យចៅរបស់ខ្ញុំមានបញ្ហាមែនទេលោកប្រធានសង្ឃក្នុងនាមខ្ញុំជាអនុប្រធានពេទ្យរិនអាយជាប្រធានសមាគមវិជ្ជសាស្ត្រចៅជាងឈឹងជាសមាជិកបណ្ដោះអាសន្នកម្រិតទី3នៃសមាគមវិជ្ជសាស្ត្រពិភពលោកខ្ញុំបានព្យាបាលអ្នកជំងឺច្រើនជាងលោកដឹងទៅទៀតលោកមិនជឿលើការវិនិច្ឆ័យវិជ្ជាជីវៈរបស់ខ្ញុំទេអីមន្ទីរពេទ្យហានមុននេះលោកនិយាយអីខ្ញុំជឿលើកូនស្រីរបស់ខ្ញុំគេមិនអាចខកខ្ញុំបានទេកុំមកបង្វិលពេលរបស់គេឲ្យឯងមកស្របជាមួយនឹងកំណត់មូលដ្ឋានបែបនេះអូខ្ញុំដឹងហើយលោកឲ្យពួកគេចូលមកវះកាត់ដើម្បីឲ្យពួកយើងទទួលខុសត្រូវចំពោះការវះកាត់បរាជ័យលើប្រតិបត្តិការវះកាត់នេះមែនទេខ្ញុំនិយាយឲ្យថាការវះកាត់បានជោគជ័យហើយខ្ញុំនិយាយមិនខុសទេពួកយើងជាបាច់ចាស់ស្រីលោកចាស់ស្ថានភាពនៅក្នុងបន្ទប់វះកាត់នៅពេលនោះពួកយើងសុទ្ធតែបានឃើញដកទាត់នៅថាតរីរឿងឡើងវិញនោះសូម្បីតែទេវតាក៏ពិបាកព្យាបាលដែរចុះបាទខ្ញុំព្យាបាលរស់ឡើងវិញបាននោះអាយ៉ាពិតជាពិតមើលស្មានមកដល់ថាខ្ញុំអាចឃើញគេដកទាត់ចឹងសោះមិនកើតទេខ្ញុំត្រូវតែប្រញាប់ទៅរៀបចំនៅទីបានជីងសឹងខ្ញុំជឿថាលោកគឺជាមនុស្សសន្តានល្អប៉ុន្តែស្ថានភាពនៅពេលនេះឲ្យតែលោកអាចទៅរួចគឺខ្ញុំជឿថាលោកអាចធ្វើបានតែនេះជាការពិតមនុស្សស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានទេនេះក៏មិនជាពួកខ្ញុំដែរមែនទេពួកឯងអីខ្ញុំសុខចិត្តជឿថាលើលោកនេះមានខ្មោចល្អជាងពួកឯងទាំងពីរនាក់នេះខុបខិតគ្នាគិតចង់ទម្លាក់កំហុសដែលខ្លួនឯងបានធ្វើខុសនេះមកឲ្យពួកយើងមែនទេពួកពេទ្យចិត្តប្រែតឯងនេះពិតជាសាហាវពលណាស់ចៅស្រីយើងខ្លាចជាបែបនេះហើយពួកឯងចង់ប្រើនាងដើម្បីជាផលប្រយោជន៍ទៀតយើងប្រកាសជាឲ្យពួកឯងសមមកវិញនៅក្នុងបន្ទប់វះកាត់នឹងការស្លាប់ឬរស់លោកអាចទៅមើលបានណាចាស់សុំលោកម្ចាស់សុំកំចាញ់កលអ្នកមើលថែជំងឺនេះពួកវាមិនអាចជួយសង្គ្រោះបានពួកវានៅមានសមត្ថភាពអីជួយសង្គ្រោះមនុស្សបានដោយរបៀបណាបើម្នាក់ត្រឹមតែជាអ្នកមើលថែជំងឺហើយម្នាក់ទៀតត្រឹមតែជាប្រធានស្ទើរភ្លើងពួកនេះមានចំណេះតែមិនបានពាក់កណ្ដាលសាស្ត្រាចារ្យផងតែខាងពិសេសកំណត់លីងសំនឹងទៅចូលធ្វើការថែទាំអ្នកជំងឺមិនប្រមាណផងគិតថាខ្លួនឯងមានសមត្ថភាពធ្វើការវះកាត់បានហើយបើតាមកំណត់ខ្ញុំគួរចាប់ពួកគេទាំងអស់ទៅពួកគេជាអ្នកសម្រាប់ការស្រីសម្រាប់លោកម្ចាស់សង្ឃចាប់ពួកវាទាំងអស់មកខ្ញុំដូចជាលើសំឡេងអ៊ីនចឹងខ្ញុំច្រឡំទៅជាទៀតដល់លោកម្ចាស់សង្ឃរឿងនេះសូមលោកម្ចាស់សង្ឃកំលុកដៃនេះជារឿងផ្ទៃក្នុងរបស់ពេទ្យយើងទុកឲ្យខ្ញុំជាអ្នកចាត់ការអង្គរៈថាចាប់ពេទ្យអត់ក្រំសិលធម៌ប្រមាណនេះចេញទៅលើកនេះត្រូវកុំចាត់ទាំងលីហ្វឹងអានឈិនចាចេញពីមន្ទីរពេទ្យនេះឲ្យលោកម្ចាស់សង្ឃលោកកុំឲ្យចៅធានកូនលោកវិញយ៉ាងសពិតមែនថាលីហ្វឹងជាអ្នកមើលថែជំងឺតូចតាចថ្ងៃនេះគេរស័យខ្ពស់ជួយចៅលោកម្ចាស់សង្ឃសូមចេញចូលមើលខ្លួនឯងចុះនៅថាចៅស្រីរបស់លោកពិតជាមិនអីមែនចាំមើលទៅពួកឯងនេះក្បាស់ជាមានកម្រងចេញមកមុនពេលដែលយើងមកទីនេះហើយមែនទេអង្គរៈឆាប់ចាក់ពួកវាចេញទៅលោកម្ចាស់សង្ឃលោកចង់ប្រាប់មនុស្សប្រមាណអ្នកនិយាយប្រាប់មែនទេនឹងរបស់លោកគឺអញ្ចឹងចូលក្នុងមើលទៅដឹងហើយ
អ៊ីនយ៉ាងម៉េចហើយចៅ លោកតាអ៊ីនខំតែភ័យថាឡើងបានជួបលោកតាទៀតហើយ មិននឹងអាចទៅលោកតានៅកំដរអ៊ីនរហូតនឹងមុននេះលោកតាបានទៅរកគ្រូពេទ្យដើម្បីព្យាបាលចៅមើលទៅគ្រូពេទ្យទាំងអស់នេះបានព្យាបាលអ៊ីនឲ្យជាហើយណា ចឹងណាតែគ្រូពេទ្យទៅជួយអ៊ីនគឺបងប្រុសម្នាក់នោះក៏ជាគ្រូពេទ្យដែលលោកតារកមកវិញ មើលទៅខ្ញុំពិតជាយល់ច្រឡំជាមួយនឹងអ្នកមើលថែជំងឺត្រកូលលៀននេះពិតមែនចាំពេលចេញទៅខ្ញុំនឹងតបស្នងសងគុណគេឲ្យបានល្អមែនហើយគឺជាគាត់ព្យាបាលអ៊ីនឲ្យជាសះស្បើយលោកតានឹងតបស្នងគេលោកចាស់សុំវាមិនអាចទៅរួចជាដាច់ខាតមិនទើបតែកើតបញ្ហាសរីរាង្គស្ថិតនៅក្នុងកលៈទេសៈបន្ធុញញ៉ាច់សម្បត្តិត្រឹមអ្នកមើលថែជំងឺតូចតាចសោះមានសមត្ថភាពអាចជួយសង្គ្រោះមនុស្សនោះ មិនទៅថាមិនអាចនោះសមត្ថភាពលៀនហ្វាំងពួកយើងទាំងអស់គ្នាសុទ្ធតែបានឃើញជាក់ស្ដែងបាត់គ្នាទេយើងទាំងអស់គ្នាមិនមានសមត្ថភាពទីនាងតូចសុំចេញពីគ្នាមកណាស់ទេ អត់ទេមិនជួយទេយ៉ាងហោចណាស់វាជន់បានសំណាងតែប៉ុណ្្នឹងឯងតែនេះវាជាសំណាងរបស់នាងតូចសុំតែខ្លួនឯងវាគ្មានអីពាក់ព័ន្ធជាមួយនឹងលៀនលោកអនុប្រធានចៅលោកគិតថាគួរក្បាលខ្ញុំចូលទឹកមែនទេអត់និយាយពីសំណាងអាក្រក់ចេញពីមាត់លោកនឹងហើយថាចេញទៅលោកលីនខ្ញុំពិតជាសុំទោសលោកដោយស្មោះតែមុននេះខ្ញុំនិយាយបន្ទោសបង្អាប់លោកពិតជាស្មានមិនដល់សោះថាលោកពិតជាមានសមត្ថភាពជួយសង្គ្រោះចៅខ្ញុំបាទនេះជាទូនាទីនឹងការងាររបស់ខ្ញុំទេល្អបើអាកូនឯងមានសំណើអ្វីឆាប់និយាយមកខ្ញុំនឹងសងគុណឲ្យស័ក្តិសមមិនទេអ្វីដែលខ្ញុំធ្វើនេះមិនមែនដើម្បីចង់បានតបស្នងពីលោកម្ចាស់ទេខ្ញុំធ្វើដើម្បីនឹងតូចតែប៉ុណ្ណោះខ្ញុំគ្រាន់តែចង់ឃើញជីវិតក្មេងចៃដ៏បរិសុទ្ធបែបនេះរត់បាត់ចេញពីមុខរបស់ខ្ញុំតែប៉ុណ្ណោះស្ដាប់ឮហើយនៅនេះហើយជាគុណធម៌អ្នកជាពេទ្យរឿងចិត្តគុណធម៌របស់គ្រូពេទ្យអីនោះពួកយើងមិនចាំបាច់និយាយទេឥឡូវនេះស្ថានភាពរបស់អ្នកនាងតូចសុងគឺល្អឡើងវិញហើយប៉ុន្តែនេះក៏ត្រូវការពេលវេលាយូរដើម្បីសម្រាប់មើលថែដែរដូច្នេះខ្ញុំសង្ឃឹមថាលោកម្ចាស់សុងនឹងចំណាយពេលវេលាបានច្រើននៅជាមួយនាងនិងធ្វើអាហារបំពន់សម្រាប់នាងផងរាប់ពាក្យសម្ដីរបស់លោកលីនខ្ញុំនឹងយកទុកក្នុងចិត្តឲ្យបានហ្មត់ចត់មិនបាច់អរគុណទេនេះជាទូនាទីលីហាលោកលីនឈប់សិនលោកម្ចាស់មេកាអីនេះគឺជានាមប័ណ្ណគ្រួសារសុងខ្ញុំលោកយកនាមប័ណ្ណនេះទៅដល់គ្រួសារសុងព្រោះលោកមានរឿងអ្វីគ្រួសារសុងមិនអាចនិយាយថាទេជាមួយលោកដែរគ្រប់ចំនួនទាំងអស់ក្រោមឈ្មោះគ្រួសារសុងឲ្យតែមាននាមប័ណ្ណនេះនឹងឲ្យទៅជួបខ្ញុំបានផ្ទាល់សូមជឿទទួលយកចុះតខ្លួនរបស់លោកម្ចាស់សុងណា លើកថានាមប័ណ្ណលោកម្ចាស់សុងនៅទីផ្សារងឹតនឹងតម្លៃដល់600រៀលឯនោះហើយក៏មិនជិតតែមានដែរលៀនហ្វាំងឆាប់ទទួលយកទៅលោកម្ចាស់សុងឲ្យហើយ ហើយនាមប័ណ្ណនេះមិនក៏មិនឲ្យយើងវើយបើសិនជានាមប័ណ្ណនេះបានជើងហើយតំណែងចិត្តប្រតិបត្តិពេទ្យគ្រប់កន្លែងនៅក្នុងប្រទេសនេះនឹងដណ្ដើមយកខ្ញុំចិត្តខាតទេ លៀនហ្វាំងចាំខ្ញុំផងមើលថ្ងៃនេះខ្ញុំពិតជាដឹងថាលោកមិនធម្មតាមែនបើសិនគ្មាននរណារៀបរៀងយើងពេលយើងជួយនាងទៅសុំតាំងពីយូរហើយសំណាងឲ្យលោកម្ចាស់សុងគាត់មិនស្ដាប់ពាក្យនេះខ្ញុំរបស់អនុប្រធានចាំនោះយ៉ាងណាក៏បានលទ្ធផលល្អហើយឯងនេះគួរតែប្រាប់យើងតាំងពីដំបូងមកថាឯងមានសមត្ថភាពដើម្បីកុំឲ្យយើងចិត្តថានេះថានោះឲ្យឯងវិញពីសម័យមកដឹងនេះលើកនេះកុំតែមានលៀនហ្វាំងទេទៅពួកយើងអាចដោះស្រាយបានយ៉ាងស្រួលស្រាប់តែយើងទទួលបានលទ្ធផលល្អណាស់ហើយពួកយើងក៏បានជួយសង្គ្រោះអ្នកជំងឺម្នាក់បានទៀតផងលីងយ៉ាលើកនេះប៉ាខុសមិនគួរណាស្រីបន្ទូកូនទេអ្នកដែលប៉ះគូសុំទោសមិនមែនខ្ញុំទេគឺលីនហ្វាំងទោះបីជារកសម្ពាធពីលោកម្ចាស់សុងគេនៅតែព្យាបាលសង្គ្រោះអ្នកជំងឺបានមិនចឹងទេមន្ទីរពេទ្យយើងខុសឈ្មោះបាត់ហើយលីងហ្វាំងលើកនេះអរគុណលោកខ្លាំងណាស់ប្រធានពេទ្យកម្ពុជាសំអីនេះជាបតាបកញ្ញារបស់ខ្ញុំពេលនេះវាកាត់បានជោគជ័យហើយយើងគួរតែប្របែកគ្នាទៅនាំតែប៉ះពាល់ដល់ពេលវេលាវាកាត់ទេល្អអ្វីក៏វាអាចទៅជាអញ្ចឹងលៀនហ្វាំងត្រឹមតែជាអ្នកមើលថែជំងឺតូចតាចប៉ុណ្ណោះមិនក៏អាចឆ្លៀតឱកាសដល់បន្ថយញឹកនេះអាចជួយសង្គ្រោះមនុស្សបានយ៉ាងនេះការវះកាត់នេះសំបីតែយើងក៏ប្រឈមមុខនឹងហានិភ័យដែរតើវាសំណាងអីទៅបានធ្វើរត់ស្រាប់ផ្សេងយ៉ាងនេះសំអាងអីសំអាងលើលីងហ្វាំងគេយកចិត្តទុកដាក់ទៅលើអ្នកជំងឺតែខ្សែភ្នែករបស់លោកមានតែការចំណេញលោកនេះមិនថាសំធ្វើជាគ្រូពេទ្យទេខ្ញុំមិនថាសមអីជំនាញវិជ្ជាជីវៈរបស់ខ្ញុំសុទ្ធតែទទួលស្គាល់ពីអ្នកជំនាញមកពីក្រៅប្រទេសមើលជាអ្នកជំងឺរាប់លានអ្នកហើយលីនហ្វាំងគ្រាន់តែជាអ្នកមើលថែជំងឺចៃដន្យសំណាងល្អតែប៉ុណ្ណោះទេវាគ្មានស្អីមកប្រៀបធៀបជាមួយវិជ្ជាជីវៈខ្ញុំបានឡើយបើសិនជាលោកចង់ដឹងថាខ្ញុំមានសំណាងពិតឬក៏អត់លោកអាចមើលវីដេអូខលនៅក្នុងបន្ទប់វាការបានម្យ៉ាងទៀតលោកក៏ជាគ្រូពេទ្យម្នាក់ដែរអីលោកគ្រូពេទ្យលីននាងហើយលោកគ្រូពេទ្យលីនមានកាយដែរមុននេះនៅពេលដែលលោកគ្រូពេទ្យលីនធ្វើការវះកាត់នោះគឺខ្ញុំផ្សាយពីដំណើរការនៃការវះកាត់ទាំងមូលឥឡូវនេះមានមនុស្សជាច្រើនតាមប្រព័ន្ធអ៊ីនធឺណិតកំពុងសរសើរលោកគ្រូពេទ្យលីនចំពោះជំនាញវះកាត់ហើយក៏មាន influencer ចង់សុំហត្ថលេខាពីលោកគ្រូពេទ្យដែរទទួលបានការគាំទ្រពី influencer នោះនឹងមានប្រយោជន៍ណាស់សម្រាប់ការផ្សព្វផ្សាយទៀតមិនហើយតែថាលោកគ្រូពេទ្យលីនប្រកាន់ដែរទេគឺខ្ញុំមិនប្រកាន់ទេល្អណាស់អញ្ចឹងចាំតែពាក្យមួយម៉ាត់នេះទេលោកអ្នកកសាស្រីស្អាតម្ដងហើយចេញចូលមកលោកគួរតែជាគ្រូពេទ្យលីនហើយមែនទេមុននេះខ្ញុំមើលការផ្សាយតរបស់លោកនៃការវះកាត់ពិតជាអស្ចារ្យណាស់ខ្ញុំសោកស្ដាយសុំហត្ថលេខារបស់លោកមួយមកបានទេខ្ញុំអាចសុំហត្ថលេខាលោកមួយបានទេបានហត្ថលេខាមានអំណាចដល់ហើយមិនស្មើសោះលោកគ្រូពេទ្យលីនមិនត្រឹមតែមានជំនាញវះកាត់ទេថែមទាំងសរសេរអក្សរស្អាតទៀតបានចឹងនេះមើលតាមសម្រួលចុះជំរាបសន្ហានេះ influencer ល្បីតាមអ៊ីនធឺណិតអ្នកគ្រប់គ្រងរាប់លាននាក់មិនស្មានខ្សោះសូម្បីអ្នកល្បីខ្លាំងបែបនេះក៏ចង់ជួបលោកគ្រូពេទ្យលីនសុំហត្ថលេខាដែរណោះពេលនេះលោកគ្រូពេទ្យលីនល្បីហើយខ្ញុំដឹងថាខ្ញុំមើលមនុស្សមិនខុសទេពីពេលនេះទៅមន្ទីរពេទ្យយើងមានលីនហ្វាំងនៅគឺកាន់តែល្អគ្រប់យ៉ាងសម្រាប់តែខ្ញុំចេះរៀបចំទុកមុននោះកុំអីស្មានតែឯងល្បីល្បាញអញ្ចឹងអីវាយឺតពេលហើយឲ្យមកសារខ្លួនបែបនេះបើសិនជាលោកមិនចេះតែរៀបរៀងតាមមន្ទីរពេទ្យរបស់យើងនោះលោកម្ចាស់សុងក៏មិនយល់ខុសចំពោះមន្ទីរពេទ្យយើងបែបនេះដែរធ្វើការពិចារណាដោយធ្វើមិនមែនដោយចិត្តនេះណាថាទៅក្រៃបានលទ្ធផលល្អខ្ញុំគិតថាលោកប្រធានចាំអាចទទួលមេរៀនពីហេតុការណ៍នេះនឹងមិនចេះតែធ្វើរឿងបង្កគ្រោះថ្នាក់ដល់អ្នកដទៃដើម្បីតែផលប្រយោជន៍របស់ខ្លួនទៅថ្ងៃក្រោយចាំបាច់មកបដៅស្អីខ្ញុំធ្វើពេទ្យរាប់ឆ្នាំមកហើយលោកគ្រូពេទ្យលីនក៏បានហើយបាត់ប្រាក់ខ្ញុំបានពឹងសុំហត្ថលេខាគេដែរខ្ញុំរវល់តែអស់ភ្លេចបាត់ឲ្យឆឹងទៅនេះមានតែស្អីលោកគ្រូពេទ្យលីនជាគ្រូពេទ្យមន្ទីរពេទ្យយើងនេះចង់ជួបពេលណាបានតាមែនហើយកុំខ្វល់ពីពួកគេអីយ៉ាងណាខ្ញុំបានហត្ថលេខាពីគ្រូពេទ្យលីនហើយអក្សររបស់លីនហ្វាំងស្អាតណាស់ណោះមិនចំណាយទេដល់អ្នកនេះម្នាក់សរសើរនោះចុះសិនមិនបានទូអក្សរនេះហើយនឹងហត្ថលេខារបស់គ្រូពេទ្យទេវតាឲ្យខ្ញុំដូចគ្នាម្ល៉េះលីនហ្វាំង
ត្រូវឆ្លើយការពិតណាកុំវិវាទអសោះ ណាសំណួរអ្វីទៅ លោកមានអ្វីលាក់បាំងនឹងខ្ញុំដែរទេ នាងបានដឹងពីសមាជិករបស់ខ្ញុំហើយ ខ្ញុំនេះគិតមករហូតលោកគឺជាពេទ្យដែលមហាការនៅមន្ទីរពេទ្យស័ក្តិសមជាប់ផ្នែកសង្គ្រោះបន្ទាន់ប៉ុន្តែការវិនិច្ឆ័យឲ្យលោកវិនិច្ឆ័យឡើងថ្ងៃនេះខ្ញុំមិនគិតថាលោកសមជាសិស្សធម្មតាម្នាក់ទេគឺលោកដូចជាគ្រូពេទ្យម្នាក់ដែលមានជំនាញខាងការកាត់ឡើងរត់ភ្លេច ចែកបានទៅប្រុសទេ ចៃដន្យលោកគិតថាខ្ញុំជាដែរត្រឹមជំនាញថែទាំអ្នកជំងឺម្នាក់មិនអាចធ្វើការកាត់បានទេតែលោកយ៉ាកាត់អស់ចាំណាតែលោកជាអ្នកណាអាចប្រកបទេ អ្នកថែអ្នកជំងឺ នេះលោកឈប់សិនអូយប្រធានហាងព្រៀនបងអ្នកទាំងពីរធ្វើអីហ្នឹងអត់មានអីទេ ប្រធានហាងគាត់មិនប្រយ័ត្នគាត់ចំពោះជើងដួលខ្ញុំគ្រាន់តែជួយគាត់តែប៉ុណ្ណោះទេ នឹងហើយមែនហើយ អ្នកទាំងពីរមានការអីពិភាក្សាគ្នាចុះខ្ញុំសុំទៅមុនហាង ខ្ញុំទៅជាមួយលោកដែរប្រធានហាងគឺជាម្ចាស់ប្រកាសសោះណាប្រធានហាងនេះគឺព្រៀនបងលោកនឹងមិនតាន់ឆ្លើយសំណួរខ្ញុំនៅឡើយទេលោកជាអ្នកណាអាចប្រកបទេ ខ្ញុំជាអ្នកណាទៅខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលសំណាងល្អតែប៉ុណ្ណោះគ្រាន់តែជាមនុស្សធម្មតាចេះវិជ្ជាពេទ្យតែងទួចតែប៉ុណ្ណោះ ខ្ញុំមិនជឿបើថាលោកខ្លួនឯងធម្មតានោះមិនក៏លោកអាច ប្រពន្ធសម្លាញ់ក៏20បងណាប្រពន្ធសម្លាញ់ខ្ញុំសុំបងអ្នកទាំងអស់ជួយប្រពន្ធខ្ញុំបងឲ្យលឿនឡើងជួយប្រពន្ធខ្ញុំបងទៅខ្ញុំសុំបងជួយប្រពន្ធខ្ញុំបងទៅបងប្អូនជួយបងទៅ សម្រាប់ពេទ្យចាក់ទៅខាងទីពេទ្យទៀតបញ្ជូនឲ្យទៅខាងស្គ្រូមិនទាន់យកឧបករណ៍ពេទ្យមកផង ពីបោកប្រាស់មនុស្សឲ្យលុយណាសំបីតែមនុស្សមានផ្ទៃគូចេញមកបោកដែរ មែនហើយបងខ្ញុំមិនហ៊ានជួយទេមកចាប់ជម្រឹកខ្ញុំមិនកាន់តែកនកតហើយទេ មិនមែនទេខ្ញុំមិនមែនជាជនបោកប្រាស់ទេខ្ញុំសុំបងពលលោកជឿថាលោកជឿ ខ្ញុំ ខ្ញុំ ជឿរបស់សរអារម្មណ៍សិនណាហើយបងទៅធ្វើរឿងពីរយ៉ាងឲ្យខ្ញុំទីមួយទៅយកសម្លៀកពាក់សមរម្យឲ្យបានច្រើនមកទីពីរទៅរកកន្លែងស្អាតទុកគ្នានឹងខ្ញុំបត់ចឹង អ្នកទាំងអស់គ្នាមានខោអាវស្អាតទេខ្ញុំសុំខ្ចីសិនតើមានខោអាវស្អាតទេខ្ញុំខ្ចីបន្តិចមកខ្ញុំខ្ចីបន្តិចខ្ញុំទិញក៏បានដែរខ្ញុំទិញក៏បានដែរមានលុយអាចទិញបានហើយខោអាវខ្ញុំនេះលោករកមួយឆ្នាំទិញមិនបានផងខ្ញុំសុំបងពលលោកខ្ញុំសុំបងជួយខ្ញុំផងជួយប្រពន្ធខ្ញុំផងទៅខ្ញុំស្ម័គ្រចិត្តគោរពធ្វើជាសេះជាការតបស្នងសងគុណដល់ពលលោកខ្ញុំសុំបងខ្ញុំសុំបងខ្ញុំសុំបងជួយខ្ញុំផងទៅខ្ញុំសុំបងពលលោកជួយផងទៅខ្ញុំសុំបងជួយផងទៅខ្ញុំសុំបងជួយប្រពន្ធខ្ញុំផងទៅ មួយនេះអាចណាបានជាចាញ់ទាំងអស់គ្នាជាមនុស្សដែរទេហ่าមិនបានក្មេងផងអត់ជាអាម៉ាស់ទេអីនេះខ្ញុំមានសម្ភារៈមួយចំនួននេះយកទៅក្រៅឲ្យប្រពន្ធលោកសម្រាប់ទៅលឿនឡើងយកទៅក្រៅឲ្យប្រពន្ធលោកកាត់ទៅលឿនឡើងមានការនេះដែរនេះយកទៅ ខ្ញុំអរគុណហើយអរគុណហើយ ដាក់ខាងនេះឥឡូវនេះខ្ញុំត្រូវការជួយត្រូវការកន្លែងសម្រាប់ត្រូវការឆាត់ឬក៏ជាអាចក៏បានអត់ទេខ្ញុំមានឆាត់ខ្ញុំក៏មានដែរ នេះ ខ្ញុំ ខ្ញុំ មាន មាន ដែរ តែ ខ្ញុំ យក មាន ទៅ ឆាត់មកដល់គ្នាតម្រង់ជួបបានឆាត់ផងមកហើយឆាត់ ខ្ញុំអត់តែទៅខាងទីពេទ្យខាងទីទៀតគេមកដល់សុខភាពយ៉ាងម៉េចដែរ ស្ទេពូនៅខាងក្រៅរោងសុភាខាងកូនខ្ញុំស្ទេកន្ត្រានាងប្រជុំក្នុងការសម្រាប់មុនកំណត់ ធន់ធ្វើអត់ម្ល៉េះ លោកប្រធានហាន់ជិបផ្លូវលើកអ្នកជំងឺឡើងទៅឆាប់ឡើងបន្ទប់ព្រះការរៀបចំរួចហើយ ជប់សិនសភាពពេលនេះអាចដល់ពេលបានទេនោះនេះជួយរកកន្លែងសំរុំធ្វើជាបន្ទប់អាកាសទៅរកកន្លែងអាកាសជាបណ្ដោះអាសន្ន ស្ថានភាពអ្នកជំងឺពេលនេះគ្រោះថ្នាក់ណាស់ប្រងធ្វើមិនបានមិនជួបចាំទីពេទ្យ តែសិតចំណុចសុខភាពទៅលើខាងសុខភាពឈាមមានធ្លាក់ចុះណា លៀនហ្វឹងឬក៏អាចចាំបង្កើតពលនៅតាមមន្ទីរពេទ្យបែបហ្នឹង សភាពមិនថិតទេមិនអាចរំទីពេទ្យបានហើយមានតែសម្រាប់កន្លែងហ្នឹងផ្ទាល់តែប៉ុណ្ណោះ យល់ហើយពួកយើងរៀបចំកន្លែងកាត់នេះទីនេះមកដល់អសន្នទៅគ្រប់គ្នាជាខ្លាំង លោកគ្រូពេទ្យខ្ញុំមានតោនៅការដ្ឋាន ដល់ណាបើអញ្ចឹងឆាំដល់ទៅ ឈិញយ៉ាវះកាត់សម្ភពមិនមែនជាបែឡុកទេណាបើជិះប្រហែលតែបន្តិចដូចក្របមួយបាញ់បានសត្វពីរស្លាប់តែមិនអាចទាំងកូននាងមើលបរិយាកាសនេះទៅបើតាមផ្នែកវិទ្យាសាស្ត្រកន្លែងមានមេរោគមិនមែនស្តង់ដារវះកាត់ទេចុះបើមានគ្រោះថ្នាក់នោះ ខ្ញុំនិយាយអីខ្ញុំជឿជាក់លើលៀនហ្វាំងលើកនេះពឹងលោកហើយណាប្រិយមិត្តទាំងអស់គ្នាពួកយើងធ្វើកន្លែងនៅស្ថានភាពដ៏គ្រោះថ្នាក់បំផុតធ្វើការវេកាត់សម្រាប់កូនតាមមន្ទីរពេទ្យហើយអ្នកទទួលបន្ទុកវេកាត់គឺគ្រូពេទ្យលៀនហ្វាំងដែលធ្វើការនៅមន្ទីរពេទ្យពួកយើងសូមជួយបងម្ដាយនិងកូនមានសុវត្ថិភាព ហេតុការស្អីចេះប្រធានហាន់យកអ្នកមើលថែជំងឺទៅបង្កើតកូនឲ្យគេ មិនហើយមិនក៏ធ្វើបាននេះ នេះជាប្រធានហាងតាប្រំកាត់ស្អីអត់បង្កប់អញ្ចឹងឲ្យអ្នកមើលថែអ្នកជំងឺវះកាត់លេងសាច់ទៀតដែរហ៎លៀនហ្វាំងចាំមិនហ្នឹងលោករកឃើញអីហ៎ ពីបាក់សម្រាប់ណា ពីបាក់ស្នាលោកគ្រូពេទ្យខ្ញុំសុំបងជួយប្រពន្ធខ្ញុំផងទៅជួយប្រពន្ធខ្ញុំផង លោកទុកចិត្តចោះមកជិះគ្នារឿងអីកាលនេះគ្រប់គ្នាមកជុំគ្នាមកលើកដាក់ក្រែស្នែងទៅមួយមកត្រៀម3 2 1មកក្នុងមួយ អូនសម្លាញ់លៀនហ្វឹងពីបាក់សម្រាប់ស្អីទៅហើយនៅនិយាយពេលប្រាំងចឹងទៀតហើយអ្នកមើលថែជំងឺវិធីហ្នឹងមានដាក់បណ្ដាសាអ្នកតំបន់ទៀតថាពីបាក់សម្រាប់ មកចង្រៃមកអាចទៅហៅបើមានរឿងអីក្រៅរួចខ្លួន អ្នកជំងឺដូចចេញទៅហើយបញ្ជូនស្ត្រីនេះទៅគូទៅមន្ទីរពេទ្យទៅលៀនហ្វាំងធ្វើការវិនិច្ឆ័យទៅតាមកន្លះទេសៈជំងឺជាក់ស្ដែងប្រចាំទៅទីមន្ទីរពេទ្យឆ្ងាយណាស់បើសិនមានអ្វីមួយខុសប្រក្រតីនៅតាមផ្លូវយើងគ្មានពេលវេលាគ្រប់គ្រាន់ទេ ឈិញយ៉ាបើជួបស្ត្រីមានផ្ទៃពោះទៅមន្ទីរពេទ្យទៅប្រហែលជាមិនតាន់ជាងពេលទេណា តែខ្ញុំថាលៀនហ្វាំងអាចធ្វើបានលោកក៏បានទេសៈអីសុខភាពនេះប្រហែលជាមិនទេ មើលទៅសភាពរបស់នាងដូចជាគ្មានអីពីបាក់សម្រាប់នោះទេ ពីបើហើយអ៊ីត្រូលីកធ្លាក់ចុះទៀតហើយស្ថានភាពមិនល្អទេ ថាមិន លោកចិត្តតែយើង ចាក់ទៅតាមឈាមឲ្យគេរៀបចំឈាមឲ្យពួកយើងណា ឃ្លានឈាមចាំខ្ញុំតាក់ទងទៅឃ្លានឈាម អាចពលីថ្ងៃនេះអាចឈប់ធ្វើជាមកក្អែកមកអាត្មាទៀតទៅបើអ្នកជំងឺមានបញ្ហាអីនោះអាចនឹងចាប់ជាមិនខានពួក
ធ្វើស្អីទៅពួកឯងធ្វើស្អីទៅអ្នកណាអនុញ្ញាតឲ្យឯងមកវគ្គកាត់ពួកគេមានបងខ្លាយចុះឈ្មោះដែរទេមានបងខ្លាយពិនិត្យដែរទេមានបងខ្លាយមន្ទីរពេទ្យបងខ្លាយព្យាបាលបងខ្លាយវគ្គកាត់ដែរទេពួកឯងមកធ្វើស្អីទីនេះមកវគ្គកាត់ទីនេះមានចេះគ្រប់គ្រងការមន្ទីរពេទ្យដែរទេលោកប្រធានយើងធ្វើការជាបន្តណាពេលនេះអ្វីដែលសំខាន់មិនមែនបងខ្លាយមន្ទីរពេទ្យទេគឺជួយសង្គ្រោះមនុស្ស ឯងត្រឹមតែជាអ្នកមើលថែជំងឺសមមានសិទ្ធិអីមកនិយាយ ឥឡូវអ្នកមានពេលពួកគេបាក់សម្រាប់ខិតធ្វើសភាពគ្រប់គ្រងពួកយើងធ្វើការកិច្ចការឲ្យចាំនិយាយទី តែថាពួកវាមិនយល់រឿងវាមិនថៃទេតែពួកឯងមានមិនយល់ប្រងយ៉ាងម៉េចពួកវាគ្មានលុយបងខ្លាយពេទ្យអញ្ចឹងមន្ទីរពេទ្យនឹងទៅរកលុយមកពីណាការទទួលបន្ទុកសម្ភារៈបរិក្ខារនៅក្នុងមន្ទីរពេទ្យប្រើប្រាស់ប្រតិបត្តិការនេះលោកគ្រូពេទ្យខ្ញុំមានលុយជួយប្រពន្ធខ្ញុំផងទៅខ្ញុំនឹងបងខ្លាយពេទ្យជាមិនខាតទេជួយផងទៅទៅឯងឲ្យលុយមកយើងធ្វើស្អីឯងមិនគួរអត់ទៅបងខ្លាយពេទ្យនៅបរិក្ខារពេទ្យទេប្រពន្ធខ្ញុំពិបាកសម្រាប់លោកចង់ខ្ញុំស្លាប់មែនទេ ស្រាប់របស់ឯងមានតេតតងជាមួយប្រធានរបស់យើងទៅនេះជាការគ្រប់គ្រងការមន្ទីរពេទ្យយល់ទេអ្នកណាគុំយើងពួកឯងសត្វតែជាមនុស្សកំថាម្នេះយើងនឹងខលហៅប៉ូលីសណាហើយឲ្យប៉ូលីសចាប់ពួកឯងទាំងអស់ បងចាងសាលីមិនក៏អ្នកទាំងអស់គ្នាមកទីនេះ លេខថាប្រព័ន្ធឯងស្មារតីមានបញ្ហាទើបបានចំពោះយើងមកទីនេះបើមានពីមើលឯងយកទៅបានមិនគ្រប់ទេចាំបងចាំមកទៀត ខ្ញុំមានតែ150000យកចុះល្បងខ្ញុំមាន50000យកចុះអរគុណអ្នកទាំងអស់គ្នាអើយអរគុណ ចាំមិនមានលុយហើយតាមិនគុំរំពះការអពុកគាត់ លុយដែលពួកឯងប្រមូលគ្នានេះមិនស្មើនឹងថ្លៃយើងធ្វើដំណើរផងហើយមិនក៏ចាំបាច់មានមនុស្សច្រើនយ៉ាងនេះលោកក៏ចង់សម្រាប់ប្រពន្ធខ្ញុំមែនទេអាចចម្អីពួកឯងចង់ធ្វើស្អីចង់ឲ្យមនុស្សមែនទេ ប្រធានចាយពួកយើងធ្វើការកិច្ចការអ្វីដែលសំខាន់គឺសុខភាពស្ត្រីមានតិចពួកគាត់មានលុយបងហើយអញ្ចឹងពួកយើងធ្វើការកិច្ចការទៅ មានករណីអញ្ចឹងបើអញ្ចឹងយើងចូលទៅមើលតែមើលអ្នកដែលមិនពាក់ព័ន្ធអាប់ចេញទៅក្រៅទៅ ការវគ្គកាត់គេធ្វើបានទេរៀបចំហើយណែកំឡុងពេលវគ្គកាត់កុំកាត់វាដាក់លើអ្នកមានផ្ទៃពោះចានទេ ពីបោះហើយអុកស៊ីសែននៅក្នុងឈាមរបស់ម្ដាយធ្លាក់ចុះលឿនណាស់សម្ពាធឈាមក៏ធ្លាក់ចុះហើយឈាមក៏ហូរមិនស៊ីសង្វាក់គ្នានាងចេញរោគសញ្ញានងឈាមទៀតបានហើយចាំសង្កេតមើលស្ថានភាពរបស់ម្ដាយបានល្អ ស្ត្រីជាម្ដាយពិបាករត់ខាងនិងច្របាច់ទឹកតាក់ទៀត អ្នកនាងតែអ្នកនាងលើកខ្ញុំនិយាយទេពីបោះហើយនាងស្លាប់បាត់ស្មារតី ការស្ទះឈាមនៅក្នុងទឹកភ្លោះនេះគឺជាការស្ទះឈាមនៅក្នុងទឹកភ្លោះមុនពេលសម្រាល អាការស្ទះឈាមនៅក្នុងទឹកភ្លុះជាករណីកម្រណាក្នុងចំណោមអាសែនមាន7តែប៉ុណ្ណោះយើងប្រឈមឬក៏ លោកអនុប្រធានចាងលោកមានបទពិសោធន៍ច្រើនជាងពួកយើងលោកថាទៅមើលគួរធ្វើអ្វីបន្តមន្ទីរពេទ្យជាមិនអាចស្គាល់បានទេទេតែមន្ទីរពេទ្យផ្សេង ថាម៉េចមកឲ្យនាងទេតែមន្ទីរពេទ្យផ្សេងក៏ជាយកជីវិតនាងទៅចោលអញ្ចឹងនេះជីវិតមនុស្សពីរនាក់ណាលោកជាពេទ្យទេ ចុះបើតាមច្បាប់របស់ប្រធានហានគួរធ្វើយ៉ាងម៉េចទៅអញ្ចឹង មិនថាកុំបោះបង់បន្តជួយសង្គ្រោះនាង ហានចិញ្ចាតើនាងដឹងទេថាស្ទះឈាមនៅក្នុងទឹកភ្លោះមានន័យថាម៉េចនៅពេលស្ត្រីមានផ្ទៃពោះហើយស្ទះឈាមនៅក្នុងទឹកភ្លោះនោះអត្រានៃការស្លាប់គួរដល់ 86% ឯណោះសំអាងលើលក្ខណៈបច្ចុប្បន្នរបស់យើងគឺមិនអាចជួយសង្គ្រោះបានទេ អញ្ចឹងលោកក៏ចោលបោះបង់នាងហើយ ខ្ញុំមិនបោះបង់ទេតែខ្ញុំថាផ្ទេរទៅមន្ទីរពេទ្យផ្សេងជាមធ្យោបាយតែមួយគត់ដើម្បីធានាសុវត្ថិភាពតាមអតាយគឺការវះកាត់នៅក្នុងមន្ទីរពេទ្យ ពេលវេលាសង្គ្រោះប្រធាននាងត្រឹមតែ5នាទីហ្នឹងបើលោកបញ្ជូននាងទៅមន្ទីរពេទ្យមួយទៀតគឺលោកគ្រាន់តែបញ្ជាក់ឲ្យនាងស្លាប់ក្រោមកម្រិតលោកតែប៉ុណ្ណោះ មែនហើយខ្ញុំមិនចង់ទទួលខុសត្រូវរឿងនេះទេចុះនាងវិញនាងចង់ជួយសង្គ្រោះគេណាស់មែនទេនាងប្រកាសទេថាជួយជីវិតគេបាន ប្រធានហានឲ្យនេះទៅមន្ទីរពេទ្យសិនទៅប្រធានចាធ្វើនេះដើម្បីទៅមន្ទីរពេទ្យយើងតែប៉ុណ្ណោះ ពួកលោកមិនសមធ្វើជាពេទ្យនោះទេ ប្រធានហានការវះកាត់នេះគួរជាមិនអាចធ្វើបានទេ អ្នកណាថាមិនអាចធ្វើបាននាងខ្ញុំនេះទៅនេះនាងប្រកាសជាមានសុវត្ថិភាពខ្ញុំនឹងវគ្គកាត់ឲ្យនាង10ត លីហ្វឹងឯងធ្វើគ្រប់យ៉ាងដើម្បីទទួលបានការគ្រប់គ្រងពីហានចិញ្ចាមែនទេឯងដឹងទេថាស្ទះឈាមនៅក្នុងទឹកភ្លោះមានន័យថាម៉េចមានឱកាសរស់រានមានជីវិតនោះទេឯងចង់ជួយសង្គ្រោះជីវិតនាងផងឯងគិតថាឯងជាអ្នកណាឯងជាពេទ្យទេវតាមែនទេ នាងផងតើលោកអាច ខ្ញុំអាចធ្វើបានបាទគេកុំនិយាយច្រើនទេ ហានចិញ្ចានេះឈួតទេការវះកាត់នេះខ្ញុំធ្វើមិនបានផងតម្រុំអ្នកមើលថែជំងឺមិនអាចវះកាត់បានទៅ មែនហើយខ្ញុំជឿលើលោកជាមួយនឹងជំនាញបច្ចុប្បន្នរបស់គេនៅការវិនិច្ឆ័យពីស្ថានភាពជំងឺត្រឹមត្រូវរបស់គេជាមនុស្សដ៏ប្រកបបំផុតដែលខ្ញុំធ្លាប់បានឃើញមក នាងធ្លាប់ឃើញគ្រូពេទ្យប្រមាណអ្នកហើយ គេជាអ្នកដំបូងគេដែលរកឃើញថាម្ដាយមិនមានសុខភាពល្អហើយសូមឲ្យខ្ញុំរៀបចំឈាមសកូមកបន្ទុកវគ្គកាត់នេះត្រូវការម្នាក់ដើម្បីសង្គ្រោះស្រីចៅនោះម្នាក់នោះគឺគេ ប្រធានហានការវគ្គកាត់នេះមិនមែនជឿទៅការទេគ្រាន់តែការទុកចិត្តសង្គ្រោះជីវិតមនុស្សបានទេ ប្រធានហានមិនក៏មិនស្ដាប់តាមមនុស្សធានយ៉ាងទៅហើយបញ្ញាបញ្ជូនតាមមន្ទីរពេទ្យប្រហែលជានៅមានឱកាសតាន់ពេលឃើញទេហានចិញ្ចាគំនិតរបស់ខ្ញុំគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់ធ្វើតាម នាងផងពេលវេលាជិតអស់ហើយលោកជាក្តីសង្ឃឹមចុងក្រោយរបស់នាងលោកអាចធ្វើបានមែនទេ ហានចិញ្ចានាងរឹងរូបណាស់បាទនាងចង់ទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះហើយក៏ទទួលខុសត្រូវដល់ខ្លួនឯងទៅខ្ញុំមិនមករញ៉េរញ៉ៃជាមួយនឹងរឿងអស់ប្រយោជន៍របស់នាងទេចាំមើលអាអ្នកថែជំងឺបង្កបញ្ហានេះដោះស្រាយយ៉ាងម៉េចទៅ រៀបចំការចាប់ផ្ដើមសង្គ្រោះ គ្រប់ បន្ទាន់ នេះចាំសហការជាមួយលីនហ្វាំងជាមេកំបាត់ផ្សេង នេះ ទៀត កន្លង ជាមួយ ទៅ គ្នា ជាមួយនាទីកន្លះចាត់តាំងពីស្ទះឈាមនៅក្នុងទឹកភ្លោះពេលវេលាបន្ថយខាងណាសល់ពេល13នាទីទេបើមិនអញ្ចឹងជឿពេលគេមានអ្នកជួយសង្គ្រោះទារកនៅក្នុងពេលស្ទះឈាមនៅក្នុងទឹកភ្លោះដែរស្ទះឈាមនៅក្នុងទឹកភ្លោះមានន័យថារាងកាយទាំងមូលត្រូវបានបង្គោលត្រូវបានពេទ្យទេវតាតែបានសង្គ្រោះការផ្ដោតឈាមក្នុងរាងកាយស្ត្រីមានផ្ទៃពោះទាំងស្រុងឲ្យលឿនបំផុតករណីនេះគឺមានតែពេទ្យទេវតាតែប៉ុណ្ណោះដែលអាចធ្វើបានជោគជ័យទាំងចំណាយពេល27ម៉ោងនិងឈាម60000មីលីលីត្រស្មើឈាមមនុស្សពេញវ័យ12ឆ្នាំ គួរឲ្យខ្លាចមកការវះកាត់សរសៃឈាមក្នុងទឹកភ្លោះនេះតែបានទុកជ័យឬក៏អត់ ចាំមើលសិនទៅ ម៉ោង11:23ម៉ោងលេខទីក្រុងបេកាំង ឈិញយ៉ាងជាមួយការទី1លេងជាមួយការទី2ស៊ីសុនចាំរត់ថយក្រោយ3នាទីទៀតចាចាប់ពីពេលតទៅខ្ញុំខ្លាចជាអ្នកចាត់ចែងប្រតិបត្តិការក្នុងការវះកាត់ ពេលវេលាសង្គ្រោះមានត្រឹមតែ5នាទីប៉ុណ្ណោះឥឡូវនៅសល់តែ3នាទីទេពេលវេលាបាននេះលីហ្វឹងចង់វះកាត់ក្នុងរយៈពេល3នាទីមែនទេឯងគិតថាឯងជាអ្នកណាជាពេទ្យទេវតាមែនទេ ឬគេជាគ្រូពេទ្យទេវតាមែនមិនអត់ទេតែគ្រូពេទ្យទេវតាឯណាអាចមកតាមមន្ទីរពេទ្យតតានេះពួកយើងនេះ អើលោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចហើយលោកយ៉ាងម៉េចនឹងមានអីមកពេទ្យពួកខ្ញុំទៅអត់ទេខ្ញុំឲ្យលុយទៅលោកអស់ហើយមិនក៏លោកមិនជួយសង្គ្រោះប្រពន្ធយើងមិនបានជាលោកមិនជួយទីពេទ្យរបស់យើងគ្មានលទ្ធភាពជួយសង្គ្រោះស្ត្រីមានផ្ទៃពោះដែលមានជំងឺស្ទះឈាមនៅក្នុងទឹកភ្លោះទេយើងបានរៀបចំផ្ទេរទៅមន្ទីរពេទ្យផ្សេងហើយនៅក្នុងកំណត់ពេលគ្រោះថ្នាក់ប៉ុន្តែពេទ្យចេះសង្គ្រោះនៅទីនេះខ្ញុំខ្លាចតែប្រពន្ធរបស់លោកគ្រោះថ្នាក់ដល់ស្លាប់ហើយមិនអាចទៅរួចទេមុននេះមានពេទ្យប្រមាណចិត្តល្អជួយប្រពន្ធខ្ញុំប្រាប់មកមិនមែនជាលោកទេមែនទេនេះលោកមានចេតនាចង់សម្លាប់ប្រពន្ធខ្ញុំមែនទេ លោកចាត់ស្រីខ្លួនឯងទៅមិនចឹងទេខ្ញុំបដៅលោកពួកខ្ញុំទុកចិត្តខ្លាចទៅ
រៀបរាប់នោះមិនមែនជាគ្រូពេទ្យតែជំនាញស្អីទេគេគ្រាន់តែជាអ្នកមើលថែជំងឺប៉ុណ្ណោះគ្រាន់តែជាមនុស្សល្ងងអ្នកថែជំងឺមែនហើយគឺគេនឹងហើយតែចិត្តល្អដែលឯងរៀបរាប់គឺជាអ្នកសម្រាប់ប្រពន្ធឯងនឹងហើយបរិស្មាត់ថាគ្រូពេទ្យរៀបរាប់នោះគ្រាន់តែមើលថែជំងឺលបងចេះតម្រូវតែមានផ្ទៃពោះពិបាកណាស់ប៉ុន្តែបែរជាមកគ្រោះថ្នាក់ស្លាប់ជីវិតទាំងពីរមិនបានទេខ្ញុំប្រមែនបានហើយលបងចេះត្រូវតែជួយអ្នកបងមិនបានទេខ្ញុំមិនអាចឲ្យប្រពន្ធខ្ញុំស្លាប់បានទេឆាប់ទៅឲ្យឆាប់ឡើងណាជាផ្លូវជាផ្លូវជាផ្លូវណាត់ខាងស្ពឹកតាមសាច់ជិះទៅណាត់ខាងស្ពឹកតាមសាច់ខ្ញុំថាជាផ្លូវខ្ញុំចង់ជួយប្រពន្ធខ្ញុំមកវិញខាងក្នុងកំពុងតែកាត់ប្រពន្ធលោកចូលទៅដូចជាសំណាមនុស្សចឹងហ่าថោកទៀតប្រធានពួកឯងប្រាប់យើងថាអ្នកវាកាត់នៅខាងក្នុងអ្នកមើលថែជំងឺប៉ុណ្ណោះឆាប់ជាផ្លូវទៅបើមិនចឹងទេខ្ញុំថាយើងជឿជាមួយឯងឆាប់ចេញទៅលៀងហ្វឹងនៅខាងៗដូចជាមានអ្នកចង់សម្រុកចូលមកនេះជាពេលវេលាសំខាន់ក្នុងការវិកាត់បើពួកគេចូលមកការវិកាត់នឹងត្រូវបរាជ័យទាំងស្រុងហើយបន្ថែមអុកស៊ីសែនពួកលោកធ្វើអីហ្នឹងមិនតែឆ្លេឆាំងចឹងពួកយើងកំពុងធ្វើការវិកាត់សង្គ្រោះសម្រាប់កូនណាជួយសង្គ្រោះមិនទីពេទ្យមានពេទ្យច្រើននេះបែរជាបណ្ដោយអ្នកមើលថែជំងឺទៅសង្គ្រោះសម្រាប់រួចច្បាស់ហើយបងចៅយើងឆាប់ទៅជួយអ្នកបងទៅតែយើងពេលមនុស្សរបស់បងឯងចាក់លើលៀងហ្វឹងគេមានសមត្ថភាពណាស់បច្ចាសង្គ្រោះបានជួយនេះចាក់ត្រូភីលមួយសេសេជាអ្នកមើលថែជំងឺសក់នឹងគ្រោះដល់ពីការវះកាត់ស្អីទៅក៏មិនទោះថាខ្ញុំមិនដាស់ខ្លួនលោកឲ្យសនណាមើលទៅនៅខាងក្នុងស្ងាត់ឲ្យជ្រាបគ្មានចលនាស្អីទេមិនប្រហែលជាប្រពន្ធរបស់លោកត្រូវគេសង្គ្រោះឡើងស្លាប់បាត់ហើយក៏មិនដឹងប្រពន្ធសម្លាញ់អាចង្រៃឆាប់សោជីវិតប្រពន្ធយ៉ាងម៉េចទៅឡើងចេញទៅខ្ញុំស្ដាប់មិនច្រឡំទេមែនទេមិនអាចទេមានផ្លូវត្រឹម5នាទីសោះវាអាចវះកាត់ឲ្យរំលងបាត់ទេអ្នកណាគ្រួសារអ្នកខ្លះជាខ្ញុំប្រពន្ធខ្ញុំមានសមត្ថភាពទាំងម្ដងទាំងគ្រប់ល្អណាស់ប៉ុន្តែម្ដាយរត់ផុតពីគ្រោះថ្នាក់ជាបណ្ដោះសន្តិភាពនោះយើងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជាបន្តទៀតក្រែងលោកថាម្ដាយនិងកូនមានសមត្ថភាពឲ្យឯបាទសូមអបអរសាទរគេជាកូនប្រុសអូយពេលនេះខ្ញុំមានកូនប្រុសទេហើយកូនប្រុសទេហើយខ្ញុំអរគុណមួយប្រុសហើយប៉ុន្តែហេតុអីក៏ពួកលោកមកទីចានម្ល៉េះពួកខ្ញុំដឹងថាក្មេងកើតពួកខ្ញុំក៏នាំគ្នាមើលមកគឺបើមើលកូនកើតគឺត្រូវហើយពួកគេគ្រាន់តែមើលកូនខ្ញុំបណ្ដោះអូយមិនអាចទេត្រឹមតែជាអ្នកមើលថែជំងឺសមមិននឹងអាចបង្កើតកូនបានទេប្រហែលជាប្រពន្ធឯងត្រូវគេធ្វើឲ្យស្លាប់បាត់ហើយទៅបាត់ទៅលោកមិនត្រូវដាក់បណ្ដាសាប្រពន្ធកូនខ្ញុំទេដោយសារតែលោកខ្ញុំនេះចូលច្រឡំជាមួយអ្នកមានកូនខ្ញុំហើយបងចាំចាក់ទៅទៀតទៅចង់ធ្វើចាំទៅវាសិលធម៌សម្រាប់បងប្អូនដែលមានបញ្ហាមុខមុនជាំស្នាមអិចរុយនិងស្បែកមុខខ្មៅស្អាតគ្រប់ប្រភេទសូមកុំបារម្ភទៀតណែ Skin 6ជាប្រភេទឈុតព្យាបាលស្បែកមុខដ៏ពូកែស័ក្តិសិទ្ធិដែលមានឯកទេសព្យាបាលលើបញ្ហាស្បែកមុខរបស់បងប្អូនបានយ៉ាងឆាប់រហ័សព្យាបាលបញ្ហាស្បែកមុខបងប្អូនតាំងពីថ្ងៃទី1ដែលបានប្រើប្រាស់ចង់មានស្បែកមុខសស្អាតគ្មានមុនគ្មានជាំកុំភ្លេចឈុតព្យាបាលមុខ Skin 6 Skin 6គឺជាឈុតព្យាបាលស្បែកមុខដែលចេញពី Clinic បងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្តអីលោកគ្រូប៉ែលីនខ្ញុំអរគុណលោកខ្លាំងណាស់ហើយខ្ញុំក៏សូមទោសផងខ្ញុំស្ទើរតែធ្វើខុសតាមតាគេចាស់នោះនិយាយទៅហើយខ្ញុំសូមទោសតែខ្ញុំមិនកាន់ទេលោកមិនចាំបាច់សូមទោសទេណាអ្នកដែលលោកគូសូមទោសនោះគឺអ្នកគ្រូប៉ែហានទៅវិញទេអ្នកគ្រូប៉ែហានណាហើយខ្ញុំសូមទោសខ្ញុំមិនគួរដើររួចអ្នកគ្រូប៉ែទេបើអ្នកគ្រូចង់ជេរចង់វាយខ្ញុំមិនចង់ខ្ញុំសូមទោសទេខ្ញុំយល់ព្រោះកលៈទេសៈបង្ខំបាទអញ្ចឹងអ្នកគ្រប់គ្នានៅរងចាំនៅខាងក្រៅសិនណាពួកយើងត្រូវវះកាត់បន្តទៀតលោកគ្រូប៉ែលីនអ្នកគ្រូប៉ែហាននេះគឺជាលុយដែលខ្ញុំមានជាការសងគុណនិងសូមទោសពួកអ្នកទាំងពីរជួយមើលថែប្រពន្ធកូនខ្ញុំផងតើលោកធ្វើស្អីហ្នឹងមិនអីទេកាតព្វកិច្ចពួកយើងគឺជួយសង្គ្រោះអ្នកស្លាប់និងអ្នករបួសគ្រាន់តែរឿងតតែសោះឲ្យពួកយើងបញ្ឈប់មិនសង្គ្រោះអ្នកជំងឺដែរខ្ញុំមិននឹកស្មានថាមានគ្រូពេទ្យវ័យក្មេងដែលមិនត្រឹមតែមានជំនាញវិទ្យាសាស្ត្រដ៏អស្ចារ្យប៉ុណ្ណោះទេហើយតែមានសិលធម៌វិជ្ជាជីវៈល្អឥតខ្ចោះបែបនេះទៀតខ្ញុំពិតជាចំមែនប្រតិបត្តិការដឹកជញ្ជូនបញ្ចប់ដោយជោគជ័យអរគុណគ្រប់គ្នាដែលបានប្រឹងប្រែងអ្នកជំងឺស្ថិតនៅក្នុងភាពភ័យហើយយើងនឹងវះកាត់បន្តទៀតនៅមន្ទីរពេទ្យយើងត្រូវរៀបចំទៅមន្ទីរពេទ្យឲ្យបានលឿនបំផុតដើម្បីឲ្យអ្នកជំងឺមានភាពកក់ក្ដៅចាំបញ្ជូនត្រឡប់ទៅមន្ទីរពេទ្យវិញប្រធានពេទ្យខាងពេលនេះពួកយើងនឹងល្បីហើយខ្ញុំបានផ្សាយផ្ទាល់ដំណើរការទាំងមូលដែលលីងខាងសង្គ្រោះស្ត្រីនាងពេជ្រគូឥឡូវនេះប្រជាប្រិយភាពកំពុងកើនឡើងស្រេកស្រាតមានការបញ្ជាក់មកតែខាងក្រៅសុទ្ធតែនិយាយថាដុកទ័រលីងជាពេទ្យជំនាញល្អណាស់មើលទៅលីងហ្វឹងគឺជាយហោមានរបស់មន្ទីរពេទ្យរបស់កូនស្រីបងបានរកអ្នកព្យាបាលផ្នែកកូនបានហើយប៉ុន្តែបងថាមានតែម្នាក់គាត់អាចព្យាបាលផ្នែកខ្ញុំបានគឺពេទ្យទេវតាលីងណាហើយពេលនេះពេទ្យទេវតាលីងបាត់ខ្លួនហើយនឹងតើបងរកគាត់នៅណាទៅជាបងចុះគ្រូពេទ្យដែលព្យាបាលផ្នែកកូនបានគឺនៅក្នុងមន្ទីរពេទ្យជាងហើយលោកគ្រូប៉ែលីនប្រពន្ធខ្ញុំយ៉ាងម៉េចហើយរួចផុតពីគ្រោះថ្នាក់ហើយរួចផុតហើយលោកជប់អារម្មណ៍ទៅលោកត្រូវចាំថាតមហារយៈពេល24ម៉ោងក្រោយវះកាត់រួចហើយឲ្យគាត់បានសម្រាប់ឲ្យបានគ្រប់គ្រាន់ហត់នឿយដល់គ្រូពេទ្យហើយនេះជាអ្វីដែលខ្ញុំត្រូវធ្វើអញ្ចឹងខ្ញុំទៅមើលប្រពន្ធខ្ញុំសិនហើយចាំខ្ញុំមកអរគុណលោកគ្រូពេទ្យម្ដងទៀតណាទៅហើយប្រពន្ធសម្លាញ់ថ្ងៃនេះមានលោកជួយមិនចឹងទេលើកនេះគ្រោះថ្នាក់ខ្លាំងណាស់ត្រូវអរគុណអ្នកគ្រូពេទ្យហានទៅវិញទេខ្ញុំបានឃើញបច្ចេកទេសវះកាត់ថ្ងៃនេះមើលទៅដូចការវះកាត់គ្នាពីរតាមចាំគឺថាមានតែពេទ្យទេវតាម្នាក់ប៉ុណ្ណោះអាចធ្វើការវះកាត់គ្នាពីរនេះបានហើយក៏មានតែគ្រូពេទ្យទេវតាដែរអាចជាបាក់ការស្ទះសរសៃឈាមទឹកភ្លុះបានតែរឿងរបស់ចឹងនេះឬមួយក៏លោកជាខ្ញុំគ្រាន់តែចំនួនធម្មតាតែប៉ុណ្ណោះទេសំណាងបន្តិចតែខ្ញុំចេះវិជាពេទ្យតែទួយលៀនហ្វឹងដោយសារតែឯងទាំងអស់ទើបយើងត្រូវកម្មករចំណាស្រុកព្រួតគ្នាវៃឯងមើលឃើញច្បាស់ហើយនៅតែកាត់ដៃវាយកមកឲ្យយើងថ្ងៃនេះលោកមានពេទ្យទំនេរទេញ៉ាំបាយជាមួយគ្នាញ៉ាំបាយគឺវានឹងហើយចាប់វាទៅវាគឺឃាតករអ្នកស្រីកំពុងធ្វើអីទីនេះជាមន្ទីរពេទ្យមិនក៏ស្អែកឡូឡាហ្នឹងម្ល៉េះគឺវាធ្វើការវះកាត់ប្តីខ្ញុំលទ្ធផលគឺសម្រាប់មនុស្សឲ្យស្លាប់បាត់អ្នកស្រីកំពុងតែនិយាយផ្ដាច់ស្អីនឹងលេងទៅនៅក្នុងអន្តរជាតិកាត់រហូតសម្រាប់អ្នកស្រីយ៉ាងម៉េចកើតមន្ទីរពេទ្យពួកនាងជាចម្រុះពួកកណ្ដោះវះកាត់
ឈ្មោះលីនផឹងស្អីគេនេះហ៎គ្រាន់តែអ្នកថែទាំអ្នកជំងឺសក់ខាងខ្លួនជាដុកទ័រហើយកាត់ប្តីខ្ញុំប៉ុន្តែប្តីខ្ញុំស្លាប់បាត់ទៅហើយឥឡូវនេះមកវាយកូនប្រុសខ្ញុំទៀតអ្នកណាទៅអាចរកភាពយុត្តិធម៌យើងបានហើយស្អីទៅសម្រាប់មនុស្សចិនលឿនថាប្រុសម្នាក់នេះថែទាំអ្នកជំងឺបន្លំធ្វើជាដុកទ័រមិននឹកស្មានថាគេជាពេទ្យដែលគ្មានវិជ្ជាជីវៈសម្រាប់មនុស្សហើយនៅវាយគេទាំងមនុស្សសំណុំរឿងទៀតពេទ្យម៉ាក់នេះចង់ជាគូនឹងនិយាយនឹងហើយមិនគង់ចឹងណាកុំស្ដាប់គេនិយាយផ្ដេសផ្ដាស់លីនផឹងគេសម្រាប់បងប្អូនដែលចង់បានស្បែកសស្បែកស្អាតសដោយសុវត្ថិភាពក្នុងរយៈពេលខ្លីបងប្អូនអាចជ្រើសប្រើជាមួយ Suchi Body Lotion បាន Suchi Body Lotion ជាប្រភេទលេបស្បែកដែលផ្សំចេញពីវត្ថុធាតុដើមនិងវីតាមីនល្អៗងាយស្រួលលាបមិនកកមិនប្រតាក់មិនមែនលេបមិនឆោតជាប្រភេទលេលាបឲ្យស្បែកសទន់ម៉ត់រលោងមានសំណើមបំបត្តិស្នាមនិងសង្វារ Suchi Body Lotion ជាប្រភេទលេបស្បែកដែលលាបទៅឆាប់ទទួលបានស្បែកសនិងព្យាបាលស្បែកក្នុងពេលតែមួយសំណាខ្ញុំនិយាយទៅដែរតែខ្ញុំអាចជប់ជីវិតប្តីខ្ញុំមកលេងសាច់ដើម្បីចាប់ប្រកាន់គេទៅបានដែរអីបងសុខឡើងអើយបងស្លាប់ទៀតឯណោះធម្មតាបងមិនគន់ចឹងលោកអាយលើប្តីខ្ញុំស្លាប់ហើយយំទៀតទៅមិនក៏មានកូនរំទះគ្មានព្រៀងអញ្ចឹងហ៎មិនទេអ្នកស្រីថាខ្ញុំព្យាបាលប្តីអ្នកស្រីឲ្យស្លាប់អញ្ចឹងខ្ញុំសួរថាប្តីអ្នកស្រីឈ្មោះអ្វីមិនទេអ្នកស្រីថាខ្ញុំព្យាបាលប្តីអ្នកស្រីឲ្យស្លាប់អញ្ចឹងខ្ញុំសួរថាប្តីអ្នកស្រីឈ្មោះអ្វីហើយមូលហេតុអ្វីបានត្រូវវាកាត់គាត់មានជំងឺអីសូមបញ្ជាក់ឲ្យច្បាស់លាស់នៅពេលវេលាស្លាប់របស់គាត់រៀបរាប់មកមើលខ្ញុំអ្វីទៅអ្នកស្រីមិនកំប្រំនិយាយមកខាងមន្ទីរពេទ្យពួកជើងបានរក្សាកំណត់ត្រាយ៉ាងល្អិតល្អន់នៃអ្នកជំងឺណាស់បើសិនជាអ្នកស្រីមិនអាចរៀបរាប់បានទេអញ្ចឹងអ្នកស្រីមានចេតនាមួយបង្កាច់ខ្ញុំច្បាស់ណាស់ហើយខ្ញុំក៏អាចប្តឹងពីបទព្រំប្រទានបានគូអាទីគឺសម្ដេចលីនផឹងជប់បង្វែរធានបទទៅយើងនៅទីនេះដើម្បីរកចិត្តធម៌ឯងបានសម្រាប់តាយើងនឹងឲ្យឯងសងជីវិតយើងវិញបើសិនបញ្ហានេះកាត់ឡើងក្នុងមន្ទីរពេទ្យពួកយើងពិតជាទទួលខុសត្រូវទាំងស្រុងតែអក្រក់តែចង់មកបង្ខំពេទ្យយើងនឹងសឹកគេឲ្យមកចាស់ហើយប្រកល់អសមត្ថកិច្ចកសាងសំណុំនឹងទៅតុលាការតែករណីនេះខ្លួនល្មមនឹងបញ្ជាបុគ្គលនេះទៅពន្ធនាគារអីទេហាជាប់គុកផងអីបងវាងក្រែងយើងព្រមព្រៀងគ្នាហើយថាគ្រាន់តែសម្ដែងមួយទៅជាប់គុកច្បាប់ទៅនិយាយចានេះមកកនេះមួយទៀតហើយស្អីគេនឹងអញ្ចឹងបោកប្រាស់ទេអីហើយខ្លាចចាក់ចោតមែនជាវិធីនេះធ្វើអត់គ្រប់បែបផងឆាប់ពួកគេទៅចាប់គេអត់ចាប់គេអត់ដាក់សៀតទៅមកចាប់ទៅមកដាក់សៀតទៅមកចាប់គេខ្ញុំគេមកណាគេទៅខ្ញុំចាំមកប្រយ័ត្នមុខរបួសហូរឈាមខ្លាំងណាស់បញ្ជូនទៅបន្ទប់ព្យាបាលជាមួយសិនទៅពីគួរតែឆាប់រត់ដែរទេមិនធម្មតាទេមានន័យថាម៉េចខ្ញុំទើបតែពិនិត្យមើលប្រធានហាងទោះបីរបួសអ្នកជំងឺធម្មតាមែនតែក៏ចេញលទ្ធផលធំបានដែរគឺគេខ្ញុំឈ្មោះឆិនយ៉ុងខ្ញុំជាប្រធានផ្នែកវះកាត់នៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទី2នៃក្រុងកើពីចំណេះខ្ញុំគឺផ្នែកវះកាត់ស្ដារចក្ខុវិស័យតែមិននឹកស្មានថាខ្ញុំមកជួបជាវអ៊ីក្នុងនាមជាអ្នកជំងឺលើកនេះសោះខ្ញុំបានឮមកថាលោកបានចូលរៀននៅសាកលវិទ្យាល័យកំពូលក្នុងប្រទេសចិននៅពេលអាយុ17ឆ្នាំហើយលោកទៅសិក្សាបរទេសនៅអាយុ27ឆ្នាំហើយទទួលបានសញ្ញាបត្របណ្ឌិតបន្ទាប់ពីនោះលោកបានបដិសេធនឹងទទួលយកការព្យាបាលដ៏សប្បុរសនៅក្រៅប្រទេសឡើយលោកត្រឡប់មកបម្រើជីវិតវិញនៅក្នុងការអភិវឌ្ឍជំងឺភ្នែកនេះអស់20ឆ្នាំហើយដុកទ័រឈិនបានជួយអ្នកជំងឺរាប់ម៉ឺនអ្នកឯណោះតែខ្ញុំក៏មិនដឹងថាតើខ្ញុំអាចបន្តវះកាត់ដល់ថ្ងៃអនាគតបានទៀតឬក៏អត់ទេស្ថានភាពមិនថិតថេរបន្ថែមលើការរបបផ្សេងៗដូចឆ្អឹងនោះផ្នែកឆ្អឹងកំភួនដៃឆ្អឹងប្រអប់ដៃនិងឆ្អឹងម្រាមដៃត្រូវបានខូចផងដែរអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺសរសៃប្រសាទប្រអប់ដៃខូចធ្ងន់ធ្ងរតែម្ដងមិនចឹងដៃរបស់ដុកទ័រឈិនបន្ទាប់មកដៃដុកទ័រឈិនគឺជាផ្នែកដ៏ស្មុគស្មាញបំផុតនៃរាងកាយឆ្អឹងអាចជាសះស្បើយសរសៃចងអាចស្ដារឡើងវិញបានប៉ុន្តែសរសៃប្រសាទរបស់ដុកទ័រឈិនគឺត្រូវបានបំផ្លាញទាំងស្រុងដោយសារតែវិវាទផ្នែកពេទ្យសាស្ត្រដៃរបស់ដុកទ័រឈិនពិតជាមិនអាចកាត់បានមែនទេប៉ុន្តែមានអ្នកជំងឺពិការភ្នែកជាច្រើនអ្នកដែលកំពុងរងចាំដុកទ័រឈិនមកជួយព្យាបាលសរសៃជីបចុះកំណើតរបស់លោកមិនទាន់ស្លាប់ទេសរសៃជីបចុះកំណើតរបស់លោកមិនទាន់ស្លាប់ទេគឺលោកលីនហ្វឹងពេលឯងនិយាយលេងសើចចេះមើលកន្លះទេសៈបានទេដៃដុកទ័រឈិនត្រូវបានកាន់ហើយសរសៃជីបចុះក៏ត្រូវបានងាប់ទៀតនេះមិនមែនជាពេលវេលាអួតអាងទេលីនហ្វឹងប៉ិតមែនគឺលោកបានធ្វើការវះកាត់ច្រើនលើកមុនក៏ដោយប៉ុន្តែការវះកាត់នេះខុសគ្នាទាំងស្រុងពីអ្វីដែលលោកធ្វើពីមុនណាលោកកុំចេះតែនិយាយអីបានខ្ញុំជឿលើពេទ្យទេវតាលីនបើសិនជាគាត់ប្រហែលជាគាត់អាចរកវិធីបានថាម៉េចដុកទ័រឈិននេះលោកជឿជាក់លើគេព្រោះតែគេមានតកលដូចនឹងពេទ្យទេវតាមែនទេគេមិនមែនពេទ្យទេវតាពិតទេគ្រូពេទ្យលីនទើបតែចូលមកពេទ្យយើងទេទើបមិនទាន់យកពីសាច់ការច្បាស់នៅឡើយលីនហ្វឹងនេះគ្រាន់តែជាអ្នកមើលថែជំងឺតូចតាចកន្លងពីមុនណាកុំតែនិយាយថាគាត់តាក់ទងជាមួយពេទ្យទេវតាតែគាត់ពិសោធន៍ពេទ្យនោះក៏មិនដឹងផងបានហើយមិនបានជាមិននិយាយរឿងនឹងពេលនេះអញ្ចឹងអ្វីសំខាន់ពេលនេះគឺព្យាបាលដៃដុកទ័រឈិនសិនហើយឈិនយ៉ាខ្ញុំថាបានហើយលីនហ្វឹងតើលោកមានវិធីសាស្ត្រព្យាបាលជាតិទេអាចណែនាំពួកយើងបានទេគឺវាកាត់ដេកគ្រប់សរសៃប្រសាទរួចសម្រាប់ឲ្យគ្រប់គ្រាន់នឹងជាឡើងវិញហាលីនហ្វឹងវិធីព្យាបាលដែលឯងនិយាយថាព្យាបាលដៃដុកទ័រឈិនហ្នឹងវះកាត់ហើយដេកភ្ជាប់សរសៃប្រសាទវិញអញ្ចឹងលីនហ្វឹងនេះឯងគិតថាជាហ្គេមក្មេងលេងមែនទេតើឯងដឹងទេការវះកាត់សរសៃប្រសាទដៃមានន័យថាម៉េចតើមានពេទ្យប្រមាណអ្នកនៅក្នុងប្រទេសដែលអាចធ្វើបានជោគជ័យនោះសេលីការវះកាត់សរសៃប្រសាទនេះគឺពិបាកណាស់មែនទេចា៎ការវះកាត់សរសៃប្រសាទស្ដាប់ទៅដូចជាងាយស្រួលដូចការបណ្ដុះសក់ដែរប៉ុន្តែក្នុងការអនុវត្តវាដូចជាប្រើស្លាបព្រាដុសទឹកពីមហាសមុទ្រចឹង
ងចឹងហើយគួរឲ្យខ្លាចម្ល៉េះរាងកាយរបស់មនុស្សគឺស្មុគស្មាញណាស់មានសរសៃប្រសាទដល់ទៅ100,000លាននៅក្នុងរាងកាយតែមួយចំនួនសរសៃប្រសាទនៅក្នុងដៃគឺច្រើនណាស់ដល់ទៅ1លានមានតែសរសៃប្រសាទមួយប៉ុណ្ណោះដែលអាចប្រើសម្រាប់ប្រតិបត្តិការលើដៃរបស់ដុកទ័រឈិនបានវិធីសាស្ត្រដែលលីនហ្វឹងស្នើឡើងគឺអាចធ្វើទៅបានប៉ុន្តែគ្មាននរណាម្នាក់ក្នុងលោកបានជោគជ័យនោះទេអញ្ចឹងហើយទៅប្រធានលីខឹងនោះអត់ទេនៅមានមនុស្សម្នាក់អាចធ្វើវាបានមានណាគេគឺពេទ្យទេវតាលីនពីមុនគាត់បានធ្វើការវះកាត់យកដុំសាច់ខុសក្បាលឲ្យអ្នកជំងឺម្នាក់នៅជីងសាំងតាមអ៊ីនធឺណិតទៀតណាតែសំខាន់ការវះកាត់មិនត្រឹមតែទទួលបានជោគជ័យប៉ុណ្ណោះទេតែអ្នកជំងឺគ្មានអាការៈឬជំងឺវិញទេមកទល់ពេលនេះវ៉ាអស្ចារ្យណាស់ណោះមិនមែនថាលោកធ្វើបានបងហាញថាខ្ញុំធ្វើបានអីអនុប្រធានចាស់លោកមកធ្វើអីទីនេះខ្ញុំទើបតែឮថាមានបញ្ហានៅមន្ទីរពេទ្យរបស់យើងហើយអ្នកជំងឺចាធ្វើបាបពេទ្យផ្នែកសង្គ្រោះបន្ទាន់របស់ពួកយើងឲ្យរបួសក្នុងនាមខ្ញុំជាអនុប្រធានពេទ្យខ្ញុំត្រូវតែមកសួរសុខទុក្ខហើយនេះគឺជាការងាររបស់ផ្នែកសង្គ្រោះបន្ទាន់ខ្ញុំមិនត្រូវការឲ្យលោកវិទ្យាទេលីនហ្វឹងធ្លាប់ប្រាប់ឯងហើយថាក្មេងស្ទើរភ្លើកដូចជាឯងវាមិនខ្មេះទេឥឡូវនឹងចាំបាច់ដែរទទួលកម្មឯងហើយរបួសដៃទៅសងខាងចឹងលើកក្រោយលែងបានវះកាត់ទៀតហើយតើមែនទេនឹងលីនហ្វឹងនេះគ្រាន់តែជាការវះកាត់តូចតាចធម្មតាប៉ុណ្ណោះវាគួរតែឆាប់រួចដែរទេមិនធម្មតាទេមានន័យថាម៉េចខ្ញុំទើបតែពិនិត្យមើលប្រធានហាងទោះបីរបួសអ្នកជំងឺធម្មតាមែនតែក៏ចេញលទ្ធផលធំបានដែរគឺគេខ្ញុំឈ្មោះឆិនយ៉ុងខ្ញុំជាប្រធានផ្នែកវះកាត់នៅផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទី2នៃក្រុងកើពីជំនាញខ្ញុំគឺផ្នែកវះកាត់ស្ដារចក្ខុវិស័យតែមិននឹកស្មានថាខ្ញុំមកជួបជាវអ៊ីក្នុងនាមជាអ្នកជំងឺលើកនេះសោះខ្ញុំបានឮមកថាលោកបានចូលរៀននៅសាកលវិទ្យាល័យកំពូលក្នុងប្រទេសចិននៅពេលអាយុ17ឆ្នាំហើយលោកទៅសិក្សាបរទេសនៅអាយុ27ឆ្នាំហើយទទួលបានសញ្ញាបត្របណ្ឌិតបន្ទាប់ពីនោះលោកបានបដិសេធនឹងទទួលយកកម្មជាប័ណ្ណសប្បុរសនៅក្រៅប្រទេសឡើយលោកត្រឡប់មកបម្រើជីវិតវិញនៅក្នុងការអភិវឌ្ឍជំងឺភ្នែកនេះអស់20ឆ្នាំហើយដុកទ័រឈិនបានជួយអ្នកជំងឺរាប់ម៉ឺនអ្នកឯណោះតែខ្ញុំក៏មិនដឹងថាតើខ្ញុំអាចបន្តវះកាត់ដល់ថ្ងៃអនាគតបានទៀតឬក៏អត់ទេស្ថានភាពមិនថិតថេរបន្ថែមលើការរបបផ្សេងៗដូចឆ្អឹងនោះផ្នែកឆ្អឹងកំភួនដៃឆ្អឹងប្រអប់ដៃនិងឆ្អឹងម្រាមដៃត្រូវបានខូចផងដែរអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺសរសៃប្រសាទប្រអប់ដៃខូចធ្ងន់ធ្ងរតែម្ដងមិនចឹងដៃរបស់ដុកទ័រឈិនបន្ទាប់មកដៃដុកទ័រឈិនគឺជាផ្នែកដ៏ស្មុគស្មាញបំផុតនៃរាងកាយឆ្អឹងអាចជាសះស្បើយសរសៃចងអាចស្ដារឡើងវិញបានប៉ុន្តែសរសៃប្រសាទរបស់ដុកទ័រឈិនគឺត្រូវបានបំផ្លាញទាំងស្រុងដោយសារតែវិវាទផ្នែកពេទ្យសាស្ត្រដៃរបស់ដុកទ័រឈិនពិតជាមិនអាចកាត់បានមែនទេប៉ុន្តែមានអ្នកជំងឺពិការភ្នែកជាច្រើនអ្នកដែលកំពុងរងចាំដុកទ័រឈិនមកជួយព្យាបាលសរសៃជីបចុះកំណើតរបស់លោកមិនទាន់ស្លាប់ទេសរសៃជីបចុះកំណើតរបស់លោកមិនទាន់ស្លាប់ទេលីនហ្វឹងពេលឯងនិយាយលេងសើចចេះមើលកន្លះទេសៈបានទេដៃដុកទ័រឈិនត្រូវបានកាន់ហើយសរសៃជីបចុះក៏ត្រូវបានងាប់ទៀតនេះមិនមែនជាពេលវេលាអួតអាងទេលីនហ្វឹងប៉ិតមែនថាលោកបានធ្វើការវះកាត់ច្រើនលើកមុនក៏ដោយប៉ុន្តែការវះកាត់នេះខុសគ្នាទាំងស្រុងពីអ្វីដែលលោកធ្វើពីមុនណាលោកកុំជិះតែនិយាយអីបានទេខ្ញុំជឿលើពេទ្យទេវតាលីនបើសិនជាគាត់ប្រហែលជាគាត់អាចរកវិធីបានថាម៉េចដុកទ័រឈិននេះលោកជឿជាក់លើគេព្រោះតែគេមាននាមតកលដូចនឹងពេទ្យទេវតាមែនទេគេមិនមែនពេទ្យទេវតាពិតទេគ្រូពេទ្យលីនទើបតែចូលមកពេទ្យយើងទេទើបមិនទាន់យកពីសាច់ការច្បាស់នៅឡើយលីនហ្វឹងនេះគ្រាន់តែជាអ្នកមើលថែជំងឺតូចតាចប៉ុណ្ណោះពីមុនណាកុំតែនិយាយថាគាត់តាក់ទងជាមួយពេទ្យទេវតាតែបទពិសោធន៍ពេទ្យហ្នឹងក៏មិនដឹងផងបានហើយមិនបានជាមិននិយាយរឿងនឹងពេលនេះអញ្ចឹងអ្វីសំខាន់ពេលនេះគឺព្យាបាលដៃដុកទ័រឈិនសិនហើយឈិនយ៉ាខ្ញុំថាបានហើយលីនហ្វឹងតើលោកមានវិធីសាស្ត្រព្យាបាលជាតិទេអាចណែនាំពួកយើងបានទេគឺវះកាត់ដេកគ្រប់សរសៃប្រសាទរួចសម្រាប់ឲ្យគ្រប់គ្រាន់នឹងជាឡើងវិញហាលីនហ្វឹងវិធីព្យាបាលដែលឯងនិយាយថាព្យាបាលដៃដុកទ័រឈិនហ្នឹងវះកាត់ហើយដេកភ្ជាប់សរសៃប្រសាទវិញអញ្ចឹងលីនហ្វឹងនេះឯងគិតថាជាហ្គេមក្មេងលេងមែនទេតើឯងដឹងទេការវះកាត់សរសៃប្រសាទដៃមានន័យថាម៉េចតើមានពេទ្យប្រមាណអ្នកនៅក្នុងប្រទេសដែលអាចធ្វើបានជោគជ័យនោះសេលីការវះកាត់សរសៃប្រសាទនេះគឺពិបាកណាស់មែនទេចា៎ការវះកាត់សរសៃប្រសាទស្ដាប់ទៅដូចជាងាយស្រួលដូចការបណ្ដុះសក់ដែរប៉ុន្តែក្នុងការអនុវត្តវាដូចជាប្រើស្លាបព្រាដុសទឹកពីមហាសមុទ្រចឹងហើយគួរឲ្យខ្លាចម្ល៉េះរាងកាយរបស់មនុស្សគឺស្មុគស្មាញណាស់មានសរសៃប្រសាទដល់ទៅ100,000លាននៅក្នុងរាងកាយតែមួយចំនួនសរសៃប្រសាទនៅក្នុងដៃគឺច្រើនណាស់ដល់ទៅ1លានមានតែសរសៃប្រសាទមួយប៉ុណ្ណោះដែលអាចប្រើសម្រាប់ប្រតិបត្តិការលើដៃរបស់ដុកទ័រឈិនបានវិធីសាស្ត្រដែលលីនហ្វឹងស្នើឡើងគឺអាចធ្វើទៅបានប៉ុន្តែគ្មាននរណាម្នាក់ក្នុងលោកបានជោគជ័យនោះទេអញ្ចឹងហើយទៅប្រធានលីខឹងនោះអត់ទេនៅមានមនុស្សម្នាក់អាចធ្វើវាបានមានណាគេគឺពេទ្យទេវតាលីនពីមុនគាត់បានធ្វើការវះកាត់យកដុំសាច់ខុសក្បាលឲ្យអ្នកជំងឺម្នាក់នៅជីងសាំងតាមអ៊ីនធឺណិតទៀតណាតែសំខាន់ការវះកាត់មិនត្រឹមតែទទួលបានជោគជ័យប៉ុណ្ណោះទេតែអ្នកជំងឺគ្មានអាការៈឬជំងឺវិញទេមកទល់ពេលនេះវ៉ាអស្ចារ្យណាស់ណោះមិនមែនថាលោកធ្វើបានបងហាញថាខ្ញុំធ្វើបានអីអនុប្រធានចាស់លោកមកធ្វើអីទីនេះខ្ញុំទើបតែឮថាមានបញ្ហានៅមន្ទីរពេទ្យរបស់យើងហើយអ្នកជំងឺចាធ្វើបាបពេទ្យផ្នែកសង្គ្រោះបន្ទាន់របស់ពួកយើងឲ្យរបួសក្នុងនាមខ្ញុំជាអនុប្រធានពេទ្យខ្ញុំត្រូវតែមកសួរសុខទុក្ខហើយនេះគឺជាការងាររបស់ផ្នែកសង្គ្រោះបន្ទាន់ខ្ញុំមិនត្រូវការឲ្យលោកវិទ្យាទេលីនហ្វឹងធ្លាប់ប្រាប់ឯងហើយថាក្មេងស្ទើរភ្លើកដូចជាឯងវាមិនខ្មេះទេឥឡូវនឹងចាំបាច់ដែរទទួលកម្មឯងហើយរបួសដៃទៅសងខាងចឹងលើកក្រោយលែងបានវះកាត់ទៀតហើយតើមែនទេលីនហ្វឹងគេអាចធ្វើបានគ្រប់គ្នាមើលការផ្សាយតសុទ្ធតែឃើញច្បាស់ថាលីនហ្វឹងគេកាត់ជោគជ័យហើយដៃដុកទ័រឈិនក៏អាចធ្វើចលនាបានមិននឹងអាចធ្វើចលនាបានទេអូតែហើយពិតមែនតានេះគាត់តែដកមកជួបភ្លាមកម្រើកបានផ្លែពិតជាវិតមុតមែនតែមុតអស់ចាស់លោកបាច់ជួយសង្គ្រោះស្ត្រីដែលមានផ្ទៃពោះឈាមធ្លាក់នៅក្នុងទឹកភ្លូនោះមែនទេដែលជាអ្នកជំងឺដែលមានអត្រាស្លាប់ជិត 100% លោកបាច់ជួយសង្គ្រោះបានពិតជាអស្ចារ្យណាស់ដុកទ័រលីនខ្ញុំចាំឲ្យដុកទ័រលីនជួយផងតែដុកទ័រលីនជួយផងតែដុកទ័រលីនសូមរកស្គាំតែតែសូមឲ្យពួកយើងជួយដល់អ្នកជំងឺសិនបានទេដុកទ័រលីនបងប្រុសខ្ញុំចាំមិនខានបងប្រុសនាងវាកាត់បានរលូនណាស់មិនអីទេគាត់ប្រកាសជាដូចដើមណាអ្នកនាងត្រូវជាលីនហ្វឹងគេនឹងអាចសង្គ្រោះបងប្រុសនាងបានជប់សិនខ្ញុំគិតថាការវះកាត់របស់លីនហ្វឹងប្រកាសជាមានបញ្ហាចាប់ខ្ញុំទៅមើលច្បាស់សិនចាំនិយាយគ្នា
លោកធានសរសៃដៃរបស់គេគឺជាប់បានល្អធម្មតាវិញហើយការវាក់ការនេះពិតជាលំបាកណាស់លីនហ្វឹងធ្វើបានជោគជ័យពិតមែនមិនទាំងអាចទៅអ្នកទាំងអស់គ្នាឃើញហើយមែនទេការវាការរបស់ដុកទ័រលីនពិតជាទទួលបានជោគជ័យមែនតែហើយប្រព័ន្ធប្រសាទនៅក្នុងដៃស្មុគស្មាញខ្លាំងណាស់មានតែពេទ្យទេវតាលីនទេទើបអាចធ្វើបានពិតជាស្មានដល់ទេគេធ្វើបានជោគជ័យពិតមែនមិនទាំងអាចទៅលីនហ្វឹងធ្វើបានជោគជ័យការវាក់កាត់នេះស្មុគស្មាញណាស់ឬក៏គេជាទេវតាលីនពិតមែនទេគេគ្រាន់តែជាអ្នកមើលថែជំងឺប៉ុណ្ណោះប្រធានរងចាំលីនហ្វឹងធ្វើបានជោគជ័យហើយអញ្ចឹងលោកក៏ល្មមធ្វើតាមសម្ដីនៃការភ្នាល់ហើយការវាក់កាត់បានជោគជ័យមែនប៉ុន្តែมันប្រកាសថាវាអាចប៉ះពាល់ដល់ជីវចរដុកទ័រឬក៏អត់ទេប្រធានហានកុំប្រញាប់សន្និដ្ឋានហើយកាត់សេចក្តីលឿនខ្លាំងពេកលោកលេបសម្ដីខ្លួនឯងចាំពេលគាត់ជាសះស្បើយធ្វើជាគ្រូពេទ្យបន្តទៀតសិនឯងគ្រាន់តែជាអ្នកមើលថែជំងឺប៉ុណ្ណោះកុំមកនិយាយខ្ញុំគ្រាន់តែសន្និដ្ឋានតាមការពិតតែប៉ុណ្ណោះទេអនុប្រធានចាំតើស្បែកក្រោយមែនទេអនុប្រធានចាំលោកចាំបដិសេធរហូតដល់ទីបញ្ចប់ឯងខ្ញុំបាននិយាយហើយខ្ញុំគ្រាន់តែសន្និដ្ឋានតាមការពិតប៉ុណ្ណោះតើវាសមតម្លៃដែរទេឲ្យខ្ញុំមកខាត់ពេលជាមួយអ្នកមើលថែជំងឺក្នុងអំឡុងពេលនេះសមត្ថភាពរបស់លីនហ្វឹងគ្រប់គ្នាសុទ្ធតែបានឃើញច្បាស់ថាជំនាញវិទ្យាសាស្ត្ររបស់គេគឺឆ្ងាយពីថែទាំអ្នកជំងឺឆ្ងាញ់គ្រាន់តែជាចែកបានហេតុប្រមាណដងសោះការវាក់កាត់ការពិតសោះខ្ញុំគិតថាខ្លួនឯងជាគ្រូពេទ្យទេវតាហើយមិនសំខាន់ទេអ្វីដែលសំខាន់ពេលឃើញអ្នកជំងឺជួយសង្គ្រោះទើបជាការសំខាន់អនុប្រធានចៅខ្ញុំសង្ឃឹមថារឿងប្រភេទនេះខ្ញុំមិនបានជួបម្ដងទៀតទេហើយចង់មានន័យថាម៉េចលោកយល់ពីន័យរបស់ខ្ញុំហើយកុំធ្វើវាម្ដងទៀតអត់សោះបើមិនអញ្ចឹងទេលោកនឹងស្រាយក្រោយជាមិនខានឯងកុំរៀបខ្ញុំហោះដុកទ័រលីនខ្ញុំបានឃើញការផ្សព្វផ្សាយផ្ទាល់របស់លោកការវាក់កាត់របស់លោកគឺមានជំនាញវិទ្យាសាស្ត្រអស្ចារ្យខ្លាំងមែនទែនដុកទ័រលីនខ្ញុំឮថាមានគេចង់ធ្វើបាបលោកអ្វីត្បិតតែខ្ញុំមិនមានសមត្ថភាពច្រើនប៉ុន្តែបើខ្ញុំអីទេបានអ្នកណាហ៊ានធ្វើបាបអ្នកមានគុណខ្ញុំនោះខ្ញុំនឹងបន្ថយជីវិតដើម្បីសងសឹកការពារឆ្អែតខាតហើយបានជាលីហ្វឹងវាក់កាត់ការពីខែមុនសោះមិនក៏មានមនុស្សចាំការពារគេម្លេះខ្ញុំថាលោកចៅលើកមុនគេវាយមិនទាន់សមចិត្តទីដឹងក៏បានគ្រាន់តែជាការសន្យាមែនទេខ្ញុំនឹងធ្វើតាមពីសម្ដីចុះខ្ញុំនឹងមិនរំខានឯងស្អីទៀតទេប៉ុន្តែលើកក្រោយកុំឲ្យធ្លាក់ក្នុងកណ្ដាប់ដៃជើងឲ្យស្អីលោកនេះលោកចាលោកនេះអរគុណលោកហើយអាយ៉ាដុកទ័រហានកុំនិយាយអញ្ចឹងអីដោយសារតែមានគ្រូពេទ្យទើបជាគ្រូសាខ្ញុំមានសុខភាពបែបនេះកូនប្រុសចំណេះហើយគេល្អខ្លាំងណាស់លីនហ្វឹងសម្រាប់បងប្អូនដែលមានបញ្ហាមុខមុនជាំស្នាមអិចរុយនិងស្បែកមុខខ្មៅស្អាតគ្រប់ប្រភេទសូមកុំបារម្ភទៀតណែ Skin Hub 6ជាប្រភេទឈុតព្យាបាលស្បែកមុខដ៏ពូកែស័ក្តិសិទ្ធិដែលមានឯកទេសព្យាបាលលើបញ្ហាស្បែកមុខរបស់បងប្អូនបានយ៉ាងឆាប់រហ័សព្យាបាលបញ្ហាស្បែកមុខបងប្អូនតាំងពីថ្ងៃទី1ដែលបានប្រើប្រាស់ចង់មានស្បែកមុខសស្អាតគ្មានមុនគ្មានជាំកុំភ្លេចឈុតព្យាបាលមុខ Skin Hub 6 Skin Hub 6គឺជាឈុតព្យាបាលស្បែកមុខដែលចេញពី Clinic បងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្តមានគ្រួសារអ្នកជំងឺចង់ជួបអូដុកទ័រលីនបានអ្នកទៅពីមានការរវល់ហើយរវល់ចោះខ្ញុំទៅមើលកូនសិនហើយណាបាទចាបាទអរគុណសូមអរគុណដុកទ័រលីនអរគុណសម្រាប់ការជួយសង្គ្រោះបងប្រុសខ្ញុំគាត់គឺជាដុកទ័រម្នាក់ម្ដាយគាត់ត្រូវខូចពីការនោះពាក់កណ្ដាលជីវិតនៅសល់គឺចាស់នេះគឺជាអ្វីដែលគួរធ្វើតែប៉ុណ្ណោះខ្ញុំបានលើពីអ្នកដទៃថាបើមិនមែនដុកទ័រលីនទេដៃគាត់នឹងខូចហើយខ្ញុំពិតជាមិនដឹងអរគុណលោករបៀបណានោះទេខ្ញុំហ៎អ្នកនេះធ្វើអីណាឆាប់ប្រាប់បានប្រាប់ណែក្រាបឡើងកុំធ្វើចឹងណាបងប្រុសនេះជាគ្រូពេទ្យគាត់បានជួយអ្នកជំងឺចាស់នេះណាពួកយើងជួយគាត់គឺជារឿងគូអរគុណអ្នកទាំងពីរហើយអរគុណលីនហ្វឹងលើកនេះឯងពិតជាប្រកែមែនណាដៃបងអ្នកនេះជាបាល់ហើយអ្នកនេះទៅសម្រាប់សិនចុះចាំពេលស្ថានភាពល្អជាងនេះតែចាំទៅជួបគាត់ណាមកចាំខ្ញុំនាំនាងទៅជួបគាត់លើកនេះខ្ញុំក៏គួរអរគុណដុកទ័រធំលីនដែរមកអរគុណខ្ញុំធ្វើអីបើមិនមានលោកទេខ្ញុំមុខជាត្រូវលាលែងចេញពីមន្ទីរពេទ្យតាមសារភ្នាល់ជាមួយដុកទ័រចាស់ហើយអរគុណដុកទ័រលីនដែលបានជួយជីវិតខ្ញុំនាងនឹងដឹងដែរថ្ងៃក្រោយកុំចេះតែបន្ថយទៀតណាគឺខ្ញុំទុកចិត្តលោកនាងទៅធ្វើការរបស់នេះចុះខ្ញុំទៅមើលដុកទ័រឈិនទៅចាដុកទ័រលីនមកមែនទេនឹងបាទគឺខ្ញុំដុកទ័រលីនលោកជាគ្រូពេទ្យទេវតាលីនមែនទេបងប្រុសដុកទ័រលីនពិតជាគ្រូពេទ្យទេវតាលីនមែនទេបាយប្រតិកម្មយ៉ាងណាដែរដុកទ័រលីនមិនចង់បង្ហាញសមត្ថភាពរបស់គាត់ប្រហែលជាមានហេតុផលរបស់គាត់អញ្ចឹងខ្ញុំក៏មិនសួរច្រើនដែរពេលប៉ះពាល់មិនទាន់មានអារម្មណ៍ស្និទ្ធឡើយវានឹងល្អនៅពេលដែលជាសះស្បើយខ្ញុំជឿជាក់លើលោកបាញ់ចឹងល្អណាស់សម្រាប់ល្អចុះអរគុណដុកទ័រលីនហើយបើខ្ញុំមិនបានជួបលោកទេដៃរបស់ខ្ញុំច្បាស់ជាពិការហើយក ុំនិយាយពីរឿងនេះទៀតសម្រាប់ល្អគឺមកពីលទ្ធផលល្អបានជួបមនុស្សដូចជាដុកទ័រលីនជាកិត្តិយសខ្ញុំណាស់អរគុណច្រើនមនុស្សដូចជាខ្ញុំនេះដុកទ័រលីនគឺជាអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រកម្ពុជាម្នាក់ហើយហ៊ាននឹងឈ្នះរង្វាន់ Nobel នៅផ្នែកវិទ្យាសាស្ត្រដែរសូម្បីតែមន្ទីរពេទ្យរ៉ូយ៉ាល់នៅប្រទេសអង់គ្លេសនិងប្រធានសមាគមវិទ្យាសាស្ត្រក៏ជ្រើសរើសយកលោកដែរហេតុអីក៏មិននៅមន្ទីរពេទ្យតូចតាចនេះទៅវិញខ្ញុំបានហៅខ្លួនឯងថាជាពេទ្យទេវតាហើយបានជួយសង្គ្រោះមនុស្សគ្រប់គ្នាច្រើនអ្នកណាស់ប៉ុន្តែទីបញ្ចប់សូម្បីតែជួយម្ដាយខ្លួនឯងក៏មិនបានលេចអំណាចគេឈ្មោះទ្រព្យសម្បត្តិគ្មានន័យអ្វីទាំងអស់អតីតកាលរបស់ដុកទ័រលីនប្រកាសជាសោកសៅមិនខានទេបើគាត់មិនចង់និយាយច្រើនខ្ញុំក៏មិនសួរដេញដោលដែរដុកទ័រលីនតើខ្ញុំអាចសុំការអនុគ្រោះពីលោកមួយបានទេលោកនិយាយមកចុះសុខភាពខ្ញុំពេលនេះអាចនឹងពិបាកចេញពីមន្ទីរពេទ្យមួយរយៈក្នុងកំឡុងពេលនេះតើលោកអាចជួយពិនិត្យស្ថានភាពរបស់បងស្រីខ្ញុំនិងពីគ្រូច្បល់ឲ្យអ្នកបន្តិចបានទេបានតាអរគុណលោកខ្លាំងណាស់ខ្ញុំមិនគួររំខានលោកទេប៉ុន្តែស្ថានភាពបងស្រីរបស់ខ្ញុំគឺពិសេសណាស់ខ្ញុំពិតជាមិនអាចធ្វើបានពិតមែនអរគុណច្រើនទេនេះជាទូនាទីរបស់ខ្ញុំតាយ៉ាងណាសម្រាប់បានស្រួលទៅណាជាមួយនឹងជំនាញវិទ្យាសាស្ត្រដ៏ល្អឯងនិងការយល់ដឹងស៊ីជម្រៅអំពីលីនហ្វឹងមានរឿងអីមែនអត់ទេខ្ញុំគ្រាន់តែនឹករឿងខ្លះៗពីអតីតកាលតែប៉ុណ្ណោះលីនហ្វឹងខ្ញុំមានរឿងចង់សួរលោកមួយសំណួរតើលោកគឺជាគ្រូពេទ្យទេវតាលីនមែនទេបានជាប្រកាន់ម្លេះថាខ្ញុំជាគាត់នោះអ្វីត្បិតតែចាស់គ្នាមិនមែនមនុស្សល្អក៏ដោយតែជំនាញពេទ្យគេក៏ល្អណាស់ដែរសូម្បីគេមិនអាចជួយឈឹងយកវះកាត់បានផងប៉ុន្តែលោកធ្វើវាបានក្រៅពីការបញ្យល់នេះខ្ញុំពិតជាគ្មានហេតុផលទេលើលោកនេះមានគ្រូពេទ្យល្អៗច្រើនណាស់ខ្ញុំស្គាល់ហត្ថលេខាដុកទ័រលីនច្បាស់ណាស់ហត្ថលេខាដែលលោកបានឲ្យតបតាំងគឺស្តីងទៅនឹងគ្រូពេទ្យទេវតាខ្លាំងណាស់
នាងគ្រាន់តែនិយាយថាដូចគ្នាក៏វាដូចទៅខ្ញុំមានកិច្ចការត្រូវធ្វើតាខ្ញុំចង់ឲ្យលោកញ៉ាំបាយជាមួយគ្នាលោកទៅទេចាំមិនដែរស្រួលចិត្តពេញតិចណាមិនក៏នាងដឹងថាខ្ញុំនេះមិនសប្បាយចឹងបើពេលចេញពីបន្ទប់អ្នកជំងឺថ្ងៃនេះខ្ញុំឃើញថាលោកអារម្មណ៍មិនល្អអញ្ចឹងក៏ក្បួនលោកចេញញ៉ាំបាយបដូរអារម្មណ៍ម្ដងមើលយ៉ាងមិនដែរមិនដែរចូលចិត្តអត់មកហូបហុងកុងនេះរសជាតិស្រាលតែមិនចូលចិត្តទេមានណារសជាតិស្រាលណាស់ហើយទើបធ្វើអសប្បាយល្អនោះយើងឧស្សាហ៍មកទេអញ្ចឹងលើកក្រោយពួកយើងឧស្សាហ៍មកបន្តិចទៅតែបើថាមិនស្លុកចិត្តក៏មិនអីដែរនេះរបស់ខ្ញុំគឺចង់ថាយើងគ្រាន់តែញ៉ាំបាយជាមួយគ្នាប៉ុណ្ណោះលោកធ្វើស្អីនោះសុកសុកមកស្បាអើកូនខ្ញុំមិនអីចាំភ្លាមបើកញ្ចាស់ឲ្យចង់ធ្វើបាបក្មេងចឹងអ្នកទាំងពីរច្រឡំហើយពួកខ្ញុំគឺគ្រូពេទ្យមុននឹងកូនប្រុសរបស់លោកស្រាអីទៅគាត់ចេញមកជួយនឹងណាស្លាប់ខ្លាចកូនប្រុសកូនចាំមិនខៃនឹងអ្នកណាក៏បានជួយកូនខ្ញុំផង120 120ត្រង់តែកូនប្រុសកូនរបស់ពួកលោកខាត់ខ្លួនករណីអសន្នហើយមិនអាចចាំបានពេទ្យមកដល់ទេអើយលើឡើងជួយកូនខ្ញុំផងទៅលើឡើងអ្នកនេះជាគ្រូពេទ្យមែននឹងចាំសុំជួយកូនខ្ញុំចាំឡើងជួយកូនខ្ញុំផងទៅអូនទៅកន្លែងខ្លួនកុំស្ងល់ស្លាអីកន្លែងជើងទាំងពីរទៅឲ្យល្អសម្រាប់ខ្លួនខាងលើធ្វើរបស់កាច់ស្អីហ្នឹងក្មេងស្លាប់មួយចំនួនមិនបញ្ញាបញ្ជូនទៅមន្ទីរពេទ្យលើកចុះលើកឡើងធ្វើស្អីទៀតនេះគឺជាការជួយសង្គ្រោះបន្ទាន់ជាវិធីល្អបំផុតដើម្បីជួយគេអ្នកណាក៏ដឹងទៅនិយាយអួតថាខ្លួនឯងជាពេទ្យតែមួយតែជាមកជួយមែនហើយអ្នកទៅពីបញ្ជាពេលបញ្ជូនក្មេងទៅមន្ទីរពេទ្យធ្វើស្អីក៏ចង់សម្លាប់មនុស្សខ្លារបស់ចេញមកហើយនោះទាំងអស់គ្នាចាំមើលមកក្មេងទៅចាប់ដើមល្អឡើងវិញហើយនេះបច្ចាសង្គ្រោះបានមែនបានហើយអស់អីហើយណាអត់ទីដាក់កូនប្រុសម្នាក់ទៀតដុកទ័រលីនជួយគេបានទៀតហើយនេះជាការសង្គ្រោះមិនទាន់តែនេះគួរតែចេះតែនតាពួកលោកឃើញនឹងមុននឹងមករួមការងារខ្ញុំមានចេតនាជួយកូនពួកលោកបើសិនជាគេមិនបានឃើញពីដំបូងម្ល៉េះកូនលោកមានរឿងបាត់ហើយមិនហើយសុំទោសផងដែលខ្ញុំបន្ទោសពួកនាងខុសអើលោកគ្រូពេទ្យខ្ញុំពិតជាអរគុណអ្នកទាំងពីរខ្លាំងណាស់ថ្ងៃនេះបើគ្មានអ្នកទាំងពីរទេខ្ញុំស្ដាយក្រោយអស់មួយជីវិតហើយអើយអរគុណអរគុណគ្រូពេទ្យអីមិនឲ្យពួកលោកជួយកូនខ្ញុំទៀតសុំទោសផងអ្នកខ្ញុំមិនប្រកាន់អ្នកតូចទេណាកូនសម្លាញ់កូននិយាយអរគុណលោកពូទៅអរគុណលោកពូអូនទៅកំគួរសំអីតែរយៈពេល3ថ្ងៃនឹងមិនត្រូវញ៉ាំអីហឹលៗក្តៅៗទេណាចាអរគុណលោកគ្រូពេទ្យហើយអ្នកទាំងពីរជាពេទ្យនៅមន្ទីរពេទ្យណាទៅចាំខ្ញុំលើកបាយជូនលោកថែមទាំងលុយទៀតផងអរគុណលោកគ្រូពេទ្យដែលបានជួយកូនប្រុសខ្ញុំកុំអីនេះជាអ្វីដែលគ្រូពេទ្យត្រូវធ្វើមានពេទ្យដែលមានគុណធម៌បែបហ្នឹងដែរអីពេទ្យពីអ្នកប្រពន្ធនេះសំជានិមិត្តរូបនៅក្នុងវិស័យពេទ្យមែនត្រូវហើយខ្ញុំចាំបានហើយគាត់គឺជាគ្រូពេទ្យម្នាក់ដែលល្បីនៅក្នុងអ៊ីនធឺណិតតាដុកទ័រលីនជាគ្រូពេទ្យទេវតាអញ្ចឹងតាបានជាខ្ញុំចេះស្រៀងនៅកន្លែងណាគាត់មែនតាគាត់គ្រូពេទ្យនៅមន្ទីរពេទ្យដឹងតាថាគាត់ពូកែជំងឺណាគេវាកាត់មិនបានគ្រូពេទ្យផ្សេងធ្វើមិនបានគាត់ធ្វើបានតែទាំងអស់នឹងគាត់ល្បីឈ្មោះណាល្បីជាអន្តរជាតិគឺជាគ្រូពេទ្យទេវតាលីនណាមែនហើយលោកប្រកាសដល់ថ្នាក់នេះអាចឲ្យហាត់លេខជាមួយបាននេះឲ្យមួយមកចាំតែមួយដែរថាចាំឲ្យជាមួយដែរចាំបានតែមកចាំបានហើយពួកទាំងនោះពិតជាគួរឲ្យខ្លាចខ្លាំងណាស់តែបើខ្ញុំនិយាយអ្នកដុកទ័រលីនលោកឥឡូវនេះល្បីខ្លាំងណាស់គេឈ្មោះល្បីមានប្រយោជន៍ស្អីទៅគេឈ្មោះល្បីតំណែងកាន់តែខ្ពស់តែខ្ញុំនៅតែមិនបានការរត់ឯងលោកមិនអត់បានការទេលោកពូកែខ្លាំងណាស់ដោយសារមានលោកទៅលោកម្ចាស់សុំមិនបាត់បង់ចៅជាទីស្រឡាញ់របស់គាត់ដោយសារមានលោកទៅក្រុមគ្រួសាររបស់ចៅលែងអាចជួបជុំគ្នាដោយសារមានលោកទៅដៃទាំងគូរបស់ដុកទ័រឈិនអាចជាឡើងវិញតែប៉ុន្តែនៅចំពោះម្ដាយខ្ញុំបង្កើតខ្ញុំបិទមកខ្ញុំអ្វីក៏ខ្ញុំធ្វើមិនកើតដដែលខ្ញុំគ្រាន់តែចំនួនធម្មតាអត់បានការអត់ប្រចាំម្នាក់តែប៉ុណ្ណោះមករបស់លោកទេគាត់តែជំងឺអីទៅជំងឺ Alzheimer មកពិសាបាយមកចង់ទៅណាដល់ម៉ោងចេញពីរៀនហើយខ្ញុំទៅយកស៊ីហ្វាំងមកផ្ទះវិញសិនមកកុំខ្វាត់ខ្ញុំមើលមកពិសាបាយសិនទៅខ្វាត់ខ្ញុំយ៉ាស់ឯងជាអ្នកណាខ្ញុំស្គាល់ឯងទេឯងគឺសៀវហ្វាំងនិយាយតែផ្ដាស់ស្អីឯងសៀវហ្វាំងរបស់ខ្ញុំទើបមានអាយុ4ឆ្នាំទេសៀវហ្វាំងមកទៅយកកូនមកផ្ទះណាខ្ញុំអាចធ្វើបានត្រឹមតែបើភ្នែកមើលគាត់ស្ងាត់តែប៉ុណ្ណោះមើលតែគាត់ចាប់ដើមភ្លេចខ្ញុំហើយលេងហ្វាំងជំងឺអាល់ហ្សៃមឺនេះជាជំងឺនៅលើលោកគ្មានខាងព្យាបាលទេអញ្ចឹងមិនអាចបន្តលោកបានតែខ្ញុំយ៉ាខ្ញុំជាពេទ្យនេះគឺដើម្បីចង់ព្យាបាលមកខ្ញុំឲ្យជាតែខ្ញុំជឿថាបើសិនគាត់ឃើញដៃទាំងគូរបស់លោកព្យាបាលនៅជំងឺជាច្រើនយ៉ាងនេះគាត់ប្រកាសជាមានអារម្មណ៍ថាមានមោទនភាពណាលេងហ្វាំងជាការប៉ັດដែលលោកថាមិនអាចព្យាបាលមកលោកព្យាបាលប៉ុន្តែលោកបានជួយមកផ្សេងៗទៀតបានច្រើនអ្នកណាលោកពូកែណាពូកែខ្លាំងបំផុតអាឡូដុកទ័រលីនលោកអាចមកមន្ទីរពេទ្យបន្តិចបានទេខ្ញុំមានការបន្ទាន់បន្តិចលីអ៊ីនរត់យឺតប្រយ័ត្នដួលប៉ានៅចាំខ្ញុំបានទេលោកជាអ្នកណាក៏មកហៅខ្ញុំថាប៉ាខ្ញុំមានកូនប្រុសតែម្នាក់ប៉ុណ្ណោះគេមិនទាន់ធំដូចលោកទេ
និយាយផ្ដេសផ្ដាស់អីសៀវភៅខ្ញុំនៅតែអាយុទៅ4ឆ្នាំទេឯងជាអ្នកណា សភាពបែបនេះខ្ញុំទៅតែដឹងពេលដែលខ្ញុំត្រឡប់ទៅផ្ទះថ្ងៃនេះគាត់ចាំខ្ញុំឡើងបានម្យ៉ាងទៀតឲ្យតែឃើញក្មេងតូចៗគាត់ចាត់ទុកថាជាខ្ញុំជំងឺអាល់ហ្សៃមឺលីនហ្វឹងអញជាគ្រូពេទ្យដែលខ្លាំងដាច់គេដែលខ្ញុំធ្លាប់ជួបខ្ញុំសុំបងជួយព្យាបាលប៉ាខ្ញុំផងទៅឲ្យតែឯងព្យាបាលប៉ាខ្ញុំជាលោកឯងឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ លីនហ្វឹងលោកម្នាក់ទេ ម៉ាក់ខ្ញុំមកផ្ទះវិញហើយម៉ាក់ឃ្លាននៅចាំខ្ញុំដាំបាយធ្វើម្ហូបឲ្យម៉ាក់ផ្សារណា ដាំបាយធ្វើម្ហូបអីល្អអន្តើអេឯងជាអ្នកណានឹងឯងគឺ ខ្ញុំគឺលីនហ្វឹងធ្លាប់ឮអត់ លីនហ្វឹងអេកូនប្រុសខ្ញុំក៏ឈ្មោះថាលីនហ្វឹងដែរណាចៃដន្យម្លេះអាអូនកូនមីងក៏ឈ្មោះលីនហ្វឹងដែរ ខ្ញុំនឹងហាច់ជាកូនរបស់ម៉ាក់ខ្ញុំគឺជាលីនហ្វឹងនឹងហើយក ូនប្រុសលីនហ្វឹងកូនម៉ាក់ ម៉ាក់មួយម៉ាក់ទៀតទៅឆ្ងាញ់ទេម៉ាក់ ឆ្ងាញ់ណាស់ម្ហូបកូនប្រុសម៉ាក់ធ្វើឆ្ងាញ់ដាច់គេ អញ្ចឹងពិសាបានច្រើនទៅម៉ាក់ អេហើយឯងជាអ្នកណាហើយមិនបាច់ទៅមកផ្ទះខ្ញុំអញ្ចឹង ម៉ាក់ខ្ញុំគឺលីនហ្វឹងគឺជាកូនប្រុសរបស់ម៉ាក់នឹងហើយតើម៉ាក់ចាំកូននាំម៉ាក់ទៅបន្ទប់សម្រាប់ណាម៉ាក់ឆ្នាំនោះពេលដែលម៉ាក់ចាស់មានជំងឺនេះវាជាពេលរបស់ខ្ញុំមិនទាន់មានគ្រឹះច្បាស់រឹងមាំម្ល៉េះទេទើបអាចត្រឹមតែបើកភ្នែកមើលម៉ាក់ស្ងាត់ៗទើបធ្វើឲ្យជំងឺម៉ាក់ដុនដាបពីដំណាក់កាលមួយទៅដំណាក់កាលមួយហើយស្ថានភាពនេះនៅចំពោះមុខខ្ញុំទៀតហើយខ្ញុំអាចសាកល្បងបន្តិចចុះប៉ាត់មែនទេអរគុណលោកណាស់ដុកទ័រលីនអរគុណលោកណាស់ដុកទ័រលីនអរគុណលោកអរគុណ លីនលោកធ្វើអីហ្នឹងឆាប់ប្រាប់ឡើងមក លីអ៊ីនតែខ្ញុំចង់និយាយជាមួយលោកឲ្យច្បាស់សិនជំងឺមួយនេះខ្ញុំក៏គ្មានលទ្ធភាពព្យាបាលដាច់ញាប់ដែរ លីអ៊ីននេះប៉ាធ្វើម្ហូបដែលកូនចូលចិត្តទុកឲ្យកូនឆាប់ត្រឡប់មកផ្ទះវិញណាកូន លីនហ្វឹងលោកមិនអាចព្យាបាលជំងឺអាល់ហ្សៃមឺរបស់ប៉ាអ៊ីលីនបានទេណា ជំងឺអាល់ហ្សៃមឺរបស់គាត់ជាដំណាក់កាលដំបូងគឺអត់មានឱកាសព្យាបាលបានមានត្រឹមតែសម្រាប់តែប៉ុណ្ណោះអញ្ចឹងហើយបានជាខ្ញុំមិនចង់ឲ្យគេសង្ឃឹមខ្ពស់ពេកក្រោយមកក្បាក់ទឹកចិត្ត អាយអីក៏ប្រកាយសម្បាម្លេះជំងឺស្អីក៏ហ៊ានព្យាបាលពិតជាមិនដឹងមេខ្ពស់ដីទៀតប៉ុណ្ណាមែនករណីប៉ាលីអ៊ីនខ្ញុំក៏ដឹងដែរតែខ្ញុំណែនាំទៅចោះណាយល់ល្អគួរតែឈប់ព្យាបាលទៅព្រោះបើមានបញ្ហានៅក្នុងការវះកាត់ចំនួននោះដូចជាបំផ្លាញកេរ្តិ៍ឈ្មោះមន្ទីរពេទ្យយើងខ្ទេចខ្ទីឲ្យយើងមិននឹកលែងដល់ឯងទេ ការជួយដល់នៃជំងឺជាកាតព្វកិច្ចដែលពួកយើងជាគ្រូពេទ្យគួរធ្វើហើយមិនទៅលោកចាប់ព្រៀងនឹងមកប្រៀបធៀបគ្នា លីនហ្វឹងប្រវត្តិរបស់ឯងយើងស៊ើបដឹងទាំងអស់ថាម៉ារបស់ឯងនេះក៏ស្លាប់ដោយសារតែជំងឺអាល់ហ្សៃមឺនេះដែរឯងសូម្បីតែម្ដាយបង្កើតខ្លួនឯងជួយមិនបានផងឯងគិតចង់ជួយគេផងអីចាំឯងនិយាយឡើងចេញហើយចុកឡើងនៅក្នុងដើមទ្រូងអស់ទៅហើយមែនទេលោកធ្វើស្អីហ្នឹងឆាប់បានមកសម្រាប់របស់លោកទៅ នាងហ៊ានរត់ខ្ញុំហ៎ នាងដើម្បីតែខ្ញុំហ៊ានវាប្រហារប្រធានពេន លោកគ្រូចាស់ហើយឯងប្រុងធ្វើស្អីបានមិនចេញទេខ្ញុំនឹងសពងលោក លីអ៊ីនគេក៏ជួយខ្ញុំដែរ យើងនឹងចាំមើលព័ត៌មានអស់សង្ឃឹមក្នុងការព្យាបាលរបស់ពួកឯងចាំទៅមើលទៅ លីនហ្វឹងលោកកុំទៅយកចិត្តទុកដាក់នឹងពេលសម្ដីគេឯង លីនហ្វឹងមិនចាំបាច់ទេបោះបង់ការព្យាបាលចុះ លោកនិយាយអីហ្នឹងលោកចង់ស្ងៀមស្ងៀមមើលប៉ាលោកស្លាប់អញ្ចឹង ខ្ញុំពិតជាមិនចង់ទេខ្ញុំនេះជាពេទ្យតែមួយតែខ្ញុំបានត្រឹមតែឈរស្ងាត់ៗមួយជំងឺប៉ារបស់ខ្ញុំព្យាបាលមិនបានក៏ប៉ុន្តែខ្ញុំពិតជាគ្មានមធ្យោបាយពិតមែន រៀបចំការរកវិនិច្ឆ័យទៅ ដុកទ័រលីអាចចាប់តាមបានហើយ ដំបូងខ្ញុំសូមធ្វើការណែនាំពីស្ថានភាពអ្នកជំងឺសិន អ្នកជំងឺគាត់មានឈ្មោះថាលីជីងភេទប្រុសអាយុ73ឆ្នាំគាត់កើតជំងឺអាល់ហ្សៃមឺដំណាក់កាលដំបូងតែមានរោគសញ្ញាដំបូងនោះគឺអង្គចង់ចាំបានថយចុះបាត់បង់ជាតិខ្លាំង អស់លោកទាំងអស់គ្នាគោលបំណងដែលយើងមកធ្វើការពីគ្រោះរោគវិនិច្ឆ័យនេះគឺដើម្បីព្យាបាលជំងឺអាល់ហ្សៃមឺនេះហើយលីអ៊ីនអាចនិយាយបានងាយៗបន្តិចពីស្ថានភាពប៉ារបស់លោកតែបានទេ តែថាមានជាប់ពាក់ព័ន្ធជាមួយវិធីសាស្ត្រព្យាបាលរបស់ពួកយើងដែរមែនទេ ប្រកាសជាមាន សួស្តីអ្នកគ្រប់គ្នាខ្ញុំគឺលីអ៊ីនជាក្មេងដែលកើតនៅលើភ្នំម្នាក់ខ្ញុំនៅតំបន់ភ្នំតាំងពីតូចដល់ធំដល់ពេលខ្ញុំអាយុ6ឆ្នាំម្ដាយរបស់ខ្ញុំក៏បានស្លាប់ទៅព្រោះតែជំងឺបន្សល់ទុកត្រឹមតែខ្ញុំហើយនិងប្អូនស្រីហើយមានតែប៉ាខ្ញុំម្នាក់គត់ដែលចិញ្ចឹមបីបាច់ពួកខ្ញុំតាំងពីតូចរហូតដល់ធំប៉ារបស់ខ្ញុំហត់នឿយណាស់ធ្វើការសឹងពេញមួយជីវិតរបស់គាត់សង្ឃឹមយ៉ាងខ្លាំងថានឹងអាចឲ្យខ្ញុំនិងប្អូនស្រីខ្ញុំចុះទៅលើភ្នំបាននៅពេលដែលរៀនចប់ខ្ញុំបានចូលធ្វើការនៅមន្ទីរពេទ្យខ្លាចជាគ្រូពេទ្យល្បីម្នាក់បំពេញបំណងគាត់ហើយសង្ឃឹមថាពេលដែលគាត់ចាស់ទៅគាត់នឹងមានក្តីសុខតែមិននឹកស្មានថា ខ្ញុំមានវិធីតែមិនប្រកាសថាបានសម្រេចឬក៏អត់ទេ
ឲ្យតែមានក្តីសង្ឃឹមបន្តិចខ្ញុំនឹងព្រមសាររបស់ទាំងអស់ លៀងហ្វឹងលឿនយ៉ាងនេះលោកមានវិធីសាស្ត្រហើយវិធីសាស្ត្រអីទៅ ពួកយើងទាំងអស់គ្នាលេងល្ខោនមួយឆាកទៅ លក្ខខណ្ឌមួយឆាក មែនហើយខ្ញុំត្រូវការនេះជួយរកមនុស្សពីរនាក់ម្នាក់ក្មេងប្រុសទុំប្រហែល10ឆ្នាំហើយម្នាក់ទៀតក្មេងវ័យប្រហែលជាអាយុ18ឆ្នាំគ្មានអ្វីដែលមិនអាចនិយាយនោះទេអូនតូចត្រូវចាំច្បាស់ណានៅអ្វីដែលបងនិយាយ5តែទៀតនេះបាទចាំពីពេលនេះតទៅបងឈ្មោះថាលីអ៊ីនបងគឺជាក្មេងម្នាក់ដែលបានដើរចេញពីភ្នំលីទេបាទហើយបងចាប់ពីពេលនេះតទៅឈ្មោះថាលីអ៊ីនជាម្នាក់ដែលនិស្សិតទើបតែប្រឡងជាប់រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រហើយពិន្ទុសិក្សារបស់បងល្អណាស់ចាំច្បាស់ហើយណាឡងខ្ញុំមិនច្រឡំទេតាំងដុកទ័រលីនចង់ព្យាបាលជំងឺចាស់វង្វេងនោះខ្ញុំមើលទៅគាត់ដូចជាអង្គអាចអច្ឆរិយៈមែនដុកទ័រលីននេះបច្ចេកទេសមែនទេបើមិនដឹងកុំនិយាយព្រេបដល់អ្នកណាមិនដឹងទៅថាជំងឺចាស់វង្វេងនេះគឺជាជំងឺដែលកើតឡើងប្រែប្រួលអង្គចង់ចាស់នៅក្នុងខួរក្បាលមានផ្លូវព្យាបាលជាឬខ្ញុំក៏លើកគេនិយាយចឹងដែរពីចាំបារម្ភគេនិយាយថាគ្រូពេទ្យទេវតាក៏ព្យាបាលជំងឺនេះជាផងដុកទ័រលីនពេលនេះប្រហែលជាតច្រើនហើយ គ្នាក៏ប្រកែកគ្នាអីដុកទ័រលីនប្រកាសជារកឃើញវិធីសាស្ត្រព្យាបាលមិនខានទេត្រូវមានឱកាសមួយមិនខាន លៀនហ្វឹងតើលោកមានវិធីសាស្ត្រអីឲ្យប្រកាសទៅ មែនហើយលោកក៏ចង់ធ្វើអីហ្នឹង កែប្រែអង្គចង់ចាំអ្វីដែល5មុននេះចាំច្បាស់ហើយតែចុះ ទុកចិត្តលៀងហ្វឹងចុះគេថាប្រកាសជាជោគជ័យ នេះគេឈ្មោះហើយគិតចង់កែប្រែអង្គចង់ចាំផងយកស្អីមកគិតទៅប្រោសសុទ្ធហ្មងខ្ញុំមើលទៅវាមិនជោគជ័យស្អីទេ ម៉ាកូនមកពីរៀនវិញហើយក ូនមកវិញហើយឃ្លានអត់ទៀតហ្នឹងហ៎ កូនមិនឃ្លានទេតែកូនប្រាប់ប៉ារឿងដំណឹងល្អមួយចុះកូនប្រឡងបានបន្ទុក100ណាប៉ាចាំមើលកូននឹងយកលុយតែប៉ុន្មានក៏ទិញស្បែកជើងថ្មីអត់ណា ប៉ាមានស្បែកជើងកូនទិញឲ្យប៉ាធ្វើស្អីលើកក្រោយទុកចាយខ្លួនឯងទៅណាកូន ហើយតាំងពីតូចប៉ាខ្ញុំល្អដាក់ខ្ញុំណាស់ដែរតែខ្ញុំតែចរិតទៅជិះដែរ ថ្ងៃណាខ្ញុំមិនខ្វល់អីពីប៉ាសោះហ្មង អីកូនប្រុសតាណានឹង កូនទៅរៀនតែបានប្រកាសប្រឡងបានចុះមហាវិទ្យាល័យ ប្រឡងចូលមហាវិទ្យាល័យប៉ាហើយយ៉ាងម៉េចនឹងកូនអាយ៉ាមកកន្លែងនេះធ្វើស្អីកន្លែងនេះក៏ក្រិចណាប៉ាមើលនេះកូនប្រឡងចូលមហាវិទ្យាល័យចប់ហើយប៉ាកូនប្រុសកូនពូកែមែនកូនប្រុសខ្ញុំប្រឡងចូលមហាវិទ្យាល័យហើយតើ ប៉ាមើលស្អីនេះគឺជាលិខិតបញ្ជាក់ណាប៉ាដឹងទេនៅពេលនេះកូនប្រឡងចូលមហាវិទ្យាល័យចប់ហើយ លិខិតបញ្ជាក់ជានិស្សិត បាទប៉ា គ្រួសារលីយើងទីបំផុតមានបញ្ញវន្តអ្នកសិក្សានិស្សិតនឹងគេហើយកូន មែនហើយប៉ាចាំកូនប្រឡងចូលមហាវិទ្យាល័យរៀនចប់ហើយនោះកូននឹងប្រឹងប្រែងរកលុយឲ្យប៉ាស្រណុកស្រួលវិញម្ដងណាប៉ា ល្អណាស់កូនពេលដែលកូនចាស់ទៅក៏សនុកសុខស្រួលដែរណា ខ្ញុំបានរៀនហើយមិនប្រឹងរៀនសោះហើយសំខាន់មិនខ្វល់ពីប៉ាទៀតពេលដែលឃើញចឹងខ្ញុំមានអារម្មណ៍មិនសូវល្អសោះខ្ញុំរវល់តែរឿងស្នេហាអូនបងមិនដែលគិតពីប៉ាតោះសោះហើយប៉ាកូនរៀនបណ្ដាធ្វើកាមេរ៉ាចាំកូនចិញ្ចឹមប៉ាវិញម្ដង ធ្វើការល្អរៀនមហាវិទ្យាល័យអាចរកការងារល្អបានធ្វើ លីអ៊ីនកូនរកការងារធ្វើបានហើយពេលនេះកូនជាពេទ្យដែលជួយមើលអ្នកជំងឺហើយកូនប្រុសប៉ាមានការងារធ្វើហើយប៉ានេះគឺជាអ្វីដែលប៉ាចង់ឲ្យពួកខ្ញុំចុះពីលើភ្នំធ្វើវិញឥឡូវខ្ញុំធ្វើបានហើយ បើខ្ញុំខូចជាង10ឆ្នាំមកហើយរហូតដល់ថ្ងៃសូម្បីតែមានឱកាសនិយាយទូរស័ព្ទជាមួយគ្នាក៏គ្មានដែរ កូនចិញ្ចឹមឪពុកម្ដាយមិនរស់ទេគួរអរណាស់ចំពោះមុខគេឯងកូនប្រុសជាកូនមែនទេប៉ាចាំបានហើយនេះគឺជាកូនណាប៉ាមើលនេះកូនប្រឡងបាន100ពិន្ទុពេញប៉ាកូនប្រឡងចប់ហើយកូនប្រឡងចូលពេទ្យចប់ហើយប៉ាកូនបានលិខិតបញ្ជាក់ហើយប៉ាមើលនេះកូនយកស្អីមកនឹងប៉ានេះជាផ្លាកបណ្ដាដែលអ្នកជំងឺឲ្យមកកូនណាប៉ាកូនប្រុសប៉ាកូនធំប៉ុណ្ណឹងហើយមើលចុះកូនដុតស្កូវហើយច្រើនឆ្នាំមកនេះកូនច្បាស់ជានឿយហត់ហើយកូនប៉ាកូនអត់នឿយហត់ទេកូនប្រុសប៉ារបស់ដុកទ័រលីពិតជាមានការចងចាំឡើងវិញមែន មិនក៏អាចរួចអ្នកជំងឺ Alzheimer មិនក៏អាចមើលជាទៅតែនេះជាសះស្បើយតែមែនណា ដុកទ័រលីនពិតជាអស្ចារ្យមែនខ្ញុំគិតថាដុកទ័រលីនពូកែជាគ្រូពេទ្យទេវតាលីនទៅទៀតជំនាញវិទ្យាសាស្ត្ររបស់គាត់ពិតជាមានប្រៀបជាងគ្រូពេទ្យលីនទៅទៀតណា ថ្ងៃនេះពួកយើងសំឡាញ់ណាស់បានឃើញអភូតហេតុដែលអ្នកជំងឺ Alzheimer មានការចងចាំឡើងវិញលៀងហ្វឹងលោកពូកែណាផានថាលោកជោគជ័យហើយមកកន្លែងមើលដំបូងតែម្នាក់អញ្ចឹងផ្លែអ្នកដទៃគេស្ញប់ស្ញែងលោកមែនទេ អត់ទេខ្ញុំយកចោលតា មិនមែនថាលោកគិតដល់រឿងអ្នកមីងទេមែនទេ នាងថាទៅមើលការពីខ្ញុំមើលមករបស់ខ្ញុំដំណាក់កាលដំបូងហើយបើសិនជាខ្ញុំមានវិជ្ជាពេទ្យដូចពេលនេះរឿងក៏វាមិនអាចបញ្ចប់អញ្ចឹងដែរមែនទេ មនុស្សគ្រប់រូបតែមានវិបត្តិសេរីក្នុងជីវិតដូចតែគ្នាតែយើង
ខ្ញុំអរគុណហើយឈិនចា ដុកទ័រលីនមិនក៏អ្នកទាំងពីរមកទីនេះអញ្ចឹងគ្រប់គ្នាកំពុងតែតាមរក ខាងក្នុងស្អកស្អាតពេកទឹកចេញស្រុក ចាំមែនហើយមុខក្រហមដល់ថ្នាក់ហ្នឹងប្រហែលជាមកពីអាកាសធាតុហើយ ហើយលោកមានការអី គឺខ្ញុំមករកគេតាលៀនហ្វឹងអរគុណឯងហើយណាលីអ៊ីនកុំគួរសមអីនេះជាទូនាទីរបស់ខ្ញុំតាមិនដូចគ្នាទេខ្ញុំធ្លាប់ដេញដោលដាក់មុខសញ្ញាអីរាល់លើហើយបដិសេធវិជ្ជាជីវៈឯងម្ដងហើយម្ដងទៀតអរគុណដែលជួយព្យាបាលប៉ាខ្ញុំទេតែគួរអរគុណដល់ឯងដែលឯងបានបំពេញក្តីប្រាថ្នាដល់ខ្ញុំកុំនិយាយអញ្ចឹងអីឯងបានជួយប៉ាខ្ញុំជួយលោកគឺជាសំណារបស់ខ្ញុំហើយឈិនយ៉ាខ្ញុំឈប់ប្រកែកជាមួយនាងទៀតហើយឯងក៏តែងតែប្រកែកឆ្លោះជាមួយខ្ញុំដែរលីនតាមពិតឯងចេះលេងសើចដែរតាខ្ញុំខំតែគិតថាឯងមិនចេះលេងសើច ខ្ញុំមិនមែនជាពួកលោកទេមនុស្សអីទេអត់ត្រូវក៏អត់ដល់ត្រូវចាក់បញ្ចូលទេ លៀនហ្វឹងលើកនេះអរគុណឯងពិតមែនណាដែរហើយអូខេមិននិយាយរឿងនេះទេគ្រូពេទ្យទេវតាធំលៀនអរគុណដែលបានជួយប៉ាខ្ញុំប៉ាបាយឯងមួយឈុតធំទៅចុះ តែលោកមិនតាន់ប្រាប់ទេលោកចង់បាននេះថាមកឆ្លើយលឿនមក មានស្អីទេគ្រាន់តែលៀនប្រច័ណ្ឌហើយជារឿងមនុស្សប្រុសទេអ្នកក៏លៀនច្រែកអីដុកទ័រលៀនសូមជួយផងស្រីខ្ញុំផងទៅស៊ីឈិនចាំមិនហើយឈឺដែរទេ បងខ្ញុំមិនអីទេ ហេតុអីក៏ចេញមកខ្លួនឯងអញ្ចឹងក្រែងបងប្រាប់ហើយថាឲ្យចាំបងនៅក្នុងបន្ទប់ឲ្យស្រួលនោះអី ខ្ញុំបារម្ភពីបងខ្លាចមានអ្នកណាធ្វើបាបបងទៀត គឺមកពីបងមិនល្អមិនអាចព្យាបាលប្អូនបានជាហើយថែមទាំងធ្វើឲ្យអូនព្រួយបារម្ភទៀត បងកុំថាខ្លួនឯងចឹងអីភ្នែកខ្ញុំមើលមិនឃើញអីអញ្ចឹងបានមើលថែបងប្រុសនោះគឺគ្រប់គ្រាន់ហើយដុកទ័រឈិនពួកយើងចុះក្នុងសិនទៅ បាទមកស៊ីឈិន មួយដុកទ័រឈិនភ្នែកបងស្រីលោក អូនរបស់ខ្ញុំមានជំងឺភ្នែកតាមពីតូចមកការនាងនៅក្មេងនាងអាចមើលឃើញប៉ុន្តែពេលដែលនាងកាន់តែធំឡើងភ្នែករបស់នាងកាន់តែយ៉ាប់ទៅអ្នកទាំងពីរដឹងថាប្អូនខ្ញុំយ៉ាងម៉េចទេនាងចូលចិត្តគូររូបណាស់នាងចូលចិត្តគូររូបកងោកខែលេងនៅក្នុងមាត់បឹងនិងភ្នំដែលគ្របដណ្ដប់ដោយពពកនិងផ្សែងអាប់ណាស់នាងប្រាប់ខ្ញុំថាចង់គូរទេសភាពស្អាតនៅជុំវិញពិភពលោកណាប៉ុន្តែថ្ងៃខួបកំណើត18ឆ្នាំរបស់នាងភ្នែករបស់នាងលែងមើលឃើញអ្វីបាត់ទៅហើយ អ្នកនាងស៊ីឈីខ្ញុំអាចសួរអ្នកនាងពីបញ្ហាភ្នែកអ្នកនាងបានទេចាពីដំបូងចាប់ផ្ដើមពីពេលណាដែរហើយអាការៈដំបូងនោះយ៉ាងម៉េចការខ្ញុំនៅជំទង់ខ្ញុំស្រាប់តែមានអារម្មណ៍ថាការមើលរបស់ខ្ញុំមិនច្បាស់ដូចមុនពេលនោះខ្ញុំគិតថាខ្ញុំមិនបានសម្រាប់គ្រប់គ្រាន់តែក្រោយមកអារម្មណ៍មិនច្បាស់នេះកាន់តែកាត់ឡើងញឹកញាប់ក្រោយមកមិនយូរប៉ុន្មានខ្ញុំក៏មើលអ្វីលែងឃើញទាំងអស់ហ្នឹង និយាយលះបាំងអីខ្ញុំបានខំប្រឹងរកវិធីព្យាបាលផ្នែកមកច្រើនឆ្នាំមកហើយដើម្បីជួយព្យាបាលប្អូនឲ្យមើលឃើញវិញមកស៊ីឈីខាងនេះពីខាងមុខមានធ្លាប់ប៉ះទង្គិចទេធ្លាប់តែប៉ុន្តែស្ថានភាពនាងកាន់តែពិបាកទៅភាពស្រអាប់នៃកែវភ្នែកគឺជាចំណុចសំខាន់នៃភាពងងឹតនឹងនាងត្រូវការព្យាបាលដោយបដូរឆ្អឹងសប្បនិមិត្តហើយតែការវះកាត់នឹងពិបាកណាស់ហើយខ្ញុំក៏បានសិក្សាពីការវះកាត់នឹងដែរពីមុនគ្រូពេទ្យរបស់ខ្ញុំក៏បានសហការជាមួយខ្ញុំដើម្បីធ្វើការវះកាត់នេះដែរប៉ុន្តែកាលពី2ឆ្នាំមុនគាត់ទទួលមរណភាពបាត់ទៅហើយចំណែកពេលនេះដៃរបស់ខ្ញុំក៏មានរបួសទើបបានអាចបញ្ចប់ការវះកាត់នេះបានហើយអ្នកដែលអាចវះកាត់បាននោះគឺមានតែម្នាក់ប៉ុណ្ណោះនោះគឺបាញ់ចង់ទៅណាពេទ្យពិនិត្យឡើងវិញចុះបាទលៀនហ្វឹងគេមិនចេះទំនេរមួយថ្ងៃសោះត្មងអីស្អីគេចង់វះកាត់បដូរសរសៃប្រសាទភ្នែកអីអីក៏ក្អេងក្អាងម្លេះលោកប្រធានជំនាញវិទ្យាសាស្ត្ររបស់លីនហ្វឹងគឺពូកែណាស់គេអាចព្យាបាលជំងឺពិបាកនិងស្មុគស្មាញឲ្យជោគជ័យពិតមែន គ្រាន់តែចំថ្ងៃហេងប៉ុណ្ណោះទេ អញ្ចឹងលោកប្រធានលោកចង់ធ្វើម៉េចពេលនេះ បើវាចង់លិចមុខលិចមាត់នៅក្នុងការបដូរសរសៃប្រសាទនេះណាឲ្យវាធ្វើទៅយើងនឹងចាំមើលថាបើវាបរាជ័យតើវាមានមុខមាត់នៅក្នុងមន្ទីរពេទ្យនេះទៀតឬក៏អត់ លោកប្រធាននេះលោកគិតចង់យកជីវិតអ្នកជំងឺមកបន្ថយអញ្ចឹងហ៎ វាជាអ្នកចង់វះកាត់រឿងបន្ថយជីវិតឬក៏អត់ជារឿងវាមិនពាក់ព័ន្ធជាមួយខ្ញុំទេ កុំបារម្ភអីពួកយើងធ្វើការពិនិត្យរួចហើយថាបើគ្មានបញ្ហាអីចាត់ឡើងយើងនឹងធ្វើការវះកាត់ភ្លាម ឡនណាបងស្រីទីបំផុតយើងមានសង្ឃឹមព្យាបាលភ្នែកបងជាវិញហើយ ការវះកាត់របស់លោកត្រូវលើកពេលហើយហេតុអីត្រូវរៀបចំរួចរាល់អស់ហើយចង់និយាយថាលើកពេលក៏បានអញ្ចឹងគឺមានការវះកាត់សំខាន់ផ្សេងទៀតត្រូវរៀបចំក្នុងបន្ទប់វះកាត់នោះដូច្នេះការវះកាត់នេះត្រូវលើកទៅពេលក្រោយ ប្រកាសជាល្បិចកលចៅធានរៀបចំឡើងមកខានទេពិតជាអាក្រក់ចិត្តមិនស្ងប់មែ មិន នបានទេយើងមិនអាចនិយាយពេលបានទេបើនិយាយពេលមួយថ្ងៃការមើលឃើញរបស់នាងអាចនឹងមានបញ្ហាជាងនេះចាំខ្ញុំរកគេនិយាយគ្នាចុះ ការរៀបចំវះកាត់នៅក្នុងមន្ទីរពេទ្យខ្ញុំគឺជាអ្នកសម្រេចគ្មានអីត្រូវនិយាយទេអ្នកជំងឺរបស់ឯងជាអ្នកជំងឺចុះអ្នកផ្សេងមិនមែនជាអ្នកជំងឺទេអី លោកមានចេតនាចង់រករឿងនេះខាងការវះកាត់របស់លីនហ្វឹងបានពេញទាត់ហើយគេវះកាត់ពេលណាក៏ជោគជ័យដែរលោកក៏ដឹងដែរតា ខ្ញុំថាមិនអាចគឺមិនអាចហើយនាងចង់ធ្វើស្អីនៅទីនេះខ្ញុំគឺជាស្ដេច បង បាទ មានរឿងអីមែនទេខ្ញុំអាចមើលឃើញទេបង កុំបារម្ភអីបងស្រីមានបងនៅហើយ មែនហើយពួកយើងនឹងធ្វើការវះកាត់ធម្មតានឹងឲ្យនាងមើលឃើញពលឺម្ដងទៀតចៅធានត្រឹមជាអនុប្រធានប៉ុណ្ណោះយោងតាមច្បាប់និងបទបញ្ញត្តិមន្ទីរពេទ្យគេគ្មានសិទ្ធិអនុបញ្ឈប់ការវះកាត់ពួកយើងទេសូម្បីប៉ាខ្ញុំក៏មិនអាចលូកដៃដែរពេលនេះរឿងតែមួយគត់គឺយើងទេតែមន្ទីរពេទ្យផ្សេងទៀត ប៉ុន្តែការវះកាត់នេះ
មានតម្រូវការខ្ពស់ណាស់ទាំងបរិយាកាសវះកាត់និងឧបករណ៍វះកាត់លើកលែងតែមន្ទីរពេទ្យជាងទេវាពិបាករកគ្រូពេទ្យម្នាក់ទៀតដែលមានកម្រិតស្មើគ្នាក្នុងរយៈពេលខ្លីអ្នកទៅពីនិយាយគ្នាសិនចុះ ប្រហែលពួកយើងមានវិធីមួយផ្សេងទៀត មានអ្នករារាំងការវះកាត់ខ្ញុំត្រូវការជំនួយជាបន្ទាន់